ខ្មែរយើងឆ្នៃដាក់នៀកមិនក៏ក្បាលដល់7ទៅសួរឯណាក៏ពិបាករកចម្លើយដែរតើទៅរកតាមឯកសារសារមន្ទីរឬក៏ទៅរកនៅឯកសារសាលាចុងបូព៌ាប្រទេសបានដឹងចម្លើយមិនបានដាក់នៀក7មកពីគេចង់ឲ្យកើតមង្គលចក្រវាលដែលយើងសូត្រសេចក្តីចម្រើន7យ៉ាងណាញោមអាយុវត្តកោសេចក្តីចម្រើនដោយអាយុមួយធនវត្តកោសេចក្តីចម្រើនដោយទ្រព្យមួយសរីវត្តកោសេចក្តីចម្រើនដោយសរីសួស្តីមួយយុសវត្តកោសេចក្តីចម្រើនដោយយុសបរិវារមួយពលវត្តកោសេចក្តីចម្រើនដោយកម្លាំងមួយវណ្ណវត្តកោសេចក្តីចម្រើនដោយពណ៌សម្បុរមួយសុខវត្តកោសេចក្តីចម្រើនដោយសេចក្តីសុខមួយចង់បានពរជ័យមង្គលចក្រវាលទាំង7ហ្នឹងបានគេដាក់នៀកហ្នឹងការពារព្រះអង្គដូច្នេះរៀបរាប់បញ្ជាក់មកទៀតពងសាវតាវត្តពហិទន្ទឹមស្រុកសួងខេត្តត្បូងឃ្មុំសពថ្ងៃនេះបានបញ្ជាក់ថាហេតុអីក៏តបូលកត់តបូលពហិចូលចិត្តដាក់នៀកពីលើថាមកពីនៀកហ្នឹងវាធ្លាប់ធ្វើជាសេនាធ្លាប់ការពារបាំងព្រះអង្គបានគេយកនៀកហ្នឹងមកដាក់ពីលើតបូលរចនាបថគេហៅថាបាយកាសកានៀកមានក្បាលនៀកនៅគ្រប់ទៅពហិគ្រប់ទៅកត់សាលាហ្នឹងមកពីនៀកហ្នឹងធ្លាប់បាំងព្រះអង្គពេលហ្នឹងចឹងបានគេយកនៀកមកដាក់ចុះបើដាក់នៀកដាក់ទៅកន្លែងខ្លះមិនក៏ដាក់គ្រុឌមួយទៀតថាគ្រុឌនេះជាសេនាជាអំណាចការពារព្រះអង្គដែរចុះមិនក៏យកគ្រុឌមកដាក់ក្បែរនៀកពីដើមនៀកនិងគ្រុឌជាសត្រូវនឹងគ្នានៀកនេះឯងជាចំណីរបស់គ្រុឌតែងតែចាប់នៀកស៊ីប៉ុន្តែឥឡូវនេះគេចង់ឲ្យផ្សះផ្សាកុំឲ្យមានទំនាស់ទើបគេយកនៀកនិងគ្រុឌមកដាក់ក្បែរគ្នារហូតដល់ចម្លាក់ខ្លះគេដាក់គ្រុឌនឹងជីកលឺនៀកទៀតអញ្ចឹងដើម្បីឲ្យនិមិត្តរូបឲ្យឯកភាពគ្នាកុំឲ្យឆ្លោះគ្នាពងសាវតាវត្តពហិទន្ទឹមលោកបញ្ជាក់ថាវត្តជានសាស្រុកបើគេចង់ដឹងថាស្រុកនឹងប្រជាជននឹងចិត្តល្អមិនល្អគេឲ្យមកមើលវត្តចង់ដឹងថាប្រជាជនស្រុកនឹងក្រឬមិនក្រធូធាមិនធូធាមកមើលវត្តទោះបីអ្នកស្រុកអ្នកភូមិធូធាយ៉ាងណាក៏ដោយប៉ុន្តែគេមើលវត្តគេថាបើក្នុងវត្តនឹងលោករកតែកត់នៅចង់បានរកតែកតិលសឹងមិនចង់បានរកតែទឹកត្រីឆាន់ចង់បានអ្នកស្រុកនឹងគ្មានធូធាអីទេប៉ុន្តែបើក្នុងវត្តនេះសបោវាជានសាស្រុកវាលើកស្រុកភូមិនឹងឲ្យសបោបានជាគេមើលវត្តហ្នឹងអាលើកនសាស្រុកហ្នឹងគឺជាវាដងក្តារហ្នឹងហើយតែគេលើកជាវាហ្នឹងចាត់ទុកថាលើកនសាស្រុកឡើងណាជាវាហ្នឹងក៏ឆ្នៃជាកតុយនៀកហ្នឹងដែរកតុយនៀកក្បាលនៀកហ្នឹងឯងហើយមួយទៀតគេមើលឆ្កែនៅក្នុងវត្តបើឆ្កែគាត់នោះឆ្លោះជាមួយឆ្កែគាត់នេះឆ្កែគាត់នេះឆ្លោះជាមួយឆ្កែគាត់នោះគេថាលោកក្នុងវត្តក៏មិនសូវត្រូវគ្នាអាចារ្យក្នុងវត្តហ្នឹងក៏មិនសូវត្រូវគ្នាទាស់គ្នាពេញតែវាលពេញតែកាលប្រសក់ជើងវត្តហ្នឹងក៏មិនសូវត្រូវគ្នាដែរបន្ទាប់មកទៀតគេមើលក្មេងៗបើថាក្មេងៗក្នុងភូមិហ្នឹងលេងតែចូលចិត្តលេងតែវាយគ្នាធាក់គ្នាបោកច្បាប់គ្នាឆ្លោះគ្នាគេថាអ្នកស្រុកហ្នឹងសិតតែអ្នកកាចមិនសូវជាស្លូតប្រមាណដែរប៉ុន្តែបើក្មេងៗលេងបាយឡុកបាយឡដាំស្លចែកគ្នាហូបគេថាអូក្មេងៗហ្នឹងអ្នកស្រុកហ្នឹងគឺចិត្តល្អចេះធ្វើបន់សន្តានចែកម្លែកហើយធូធាគេមើលចឹងអាហ្នឹងគេអធិពលចេញមកពីវត្តនៅមានរឿងច្រើនទៀតវត្តអារាមនេះមាននៅស្រុកខ្មែរគឺប្រហែលជាសឹងតែ 90% ដែលមានសាលារៀននៅជាប់វត្តឬក៏សាលារៀននៅក្នុងវត្តហើយញោមមានតែឃើញអញ្ចឹងមែនទេអត់ពីដើមណាពីដើមមកក្រសួងអប់រំអត់ទាន់មានទេវត្តហ្នឹងហើយជាក្រសួងអប់រំមនុស្សកូនខ្មែរចាស់គាត់តន់ហើយជំនាន់ណូមោពុទ្ធាយោសិទ្ធុំណាអ្នកមោពុទ្ធាយៈសិទ្ធាំងហ្នឹងរៀនអក្សរចេញពីវត្តទាំងអស់អ្នកស្រុកព្រៃវែងអ្នកស្រុកកំពង់ចាមទេមានតែ2 3អ្នកដែលមកពីប្រទេសបារាំងតែប៉ុណ្ណោះឯងស្ទល់ប្រមាណតាំងពីជំនាន់ជួនណាត់ហួតតាតស៊ូលវីអែមដឹកគៀមប៊ូពោអុចរស់ប៉ុនសំភីកអូអ្នកនិពន្ធល្បីទាំងអ្នកនិពន្ធចម្រៀងទាំងអ្នកនិពន្ធភ្លេងទាំងអ្នកអីចេញពីវត្តទាំងអស់រហូតដល់ចម្រៀងអាយ៉ៃដែលគេចាក់រាល់ថ្ងៃនេះរសាលបានទៅមែនតែនរមមិនទាន់ឃើញច្បាស់ប៉ុន្តែដឹងថាចេញពីសិទ្ធិកដាលដែរហេតុអីក៏ព្រះបជនខ្លីព្រះអង្គមានតែ80ព្រះអង្គមានពាជាមួយយៈហេតុអីក៏អនន្តដងទឹកមកល្អក់ថ្លាល្អក់នោះទឹកល្អក់ដកទឹកថ្លាទៅដងទៅល្អក់គេថាមកពីព្រះអង្គនឹងធ្លាប់នៅវាយគោមិនឲ្យផឹកទឹកហេតុអីបានជាព្រះអង្គប្រេណនិព្វានកដាលព្រៃព្រោះព្រះអង្គមានពាជាមួយឆ្លើងអីសពបែបយ៉ាងនោះអានិពន្ធរឿងអាយ៉ៃយកមកច្រៀងចាក់ឡើងប្រងព្រាតហ្នឹងគេថាអ្នកសិទ្ធិកដាលអ្នកនិពន្ធដែរក៏រមមិនទាន់ឃើញសួរមិនទៅខកសោមដូចតែគ្នាទេក៏មិនដឹងវាមានរឿងរ៉ាវអញ្ចឹងដូច្នេះអ្នកនិពន្ធអ្នកប្រាជ្ញអ្នកល្បីចេញពីវត្តមិនថាអ្នកតូចទេអ្នកថ្នាក់ធំខ្លះក៏រៀនចេញពីវត្តដែរបានឡើងឯកឧត្តមឡើងអ្នកធំសពថ្ងៃក៏ចេញពីវត្តដែរដូច្នេះហើយអ្នកណាជាគ្រូពីដើមគឺប្រសង់ចឹងបានជាសាលារៀននៅក្នុងវត្តឬនៅក្បែរវត្តហើយប្រសង់អ្នកបង្រៀនអាចារ្យគណៈកម្មការអ្នកជួសជុលអ្នកធ្វើឥឡូវគេមានក្រសួងអប់រំយុវជននិងកីឡាផ្ដាច់ពីវត្តឲ្យក៏ដោយក៏ប៉ុន្តែបើកូនខ្មែរល្ងិតល្ងងអ្នកទទួលកំហុសប្រសង់មួយដែរ
នៅប្រទេសសេរីលង្កាសពថ្ងៃគ្រប់សាលារៀនទាំងអស់ក្នុងមួយសាលាត្រូវមានប្រសង់2អង្គឬ3អង្គជាបុគ្គលិកសិក្សាមិនចោលទេនៅប្រទេសសេរីលង្កានៅពេលដែលថ្ងៃសៅរ៍ថ្ងៃអាទិត្យគ្រប់សាលាទាំងអស់មករៀននៅវត្តស្គាល់អស់តាំងពីតូចប្រាសាទនេះឈ្មោះអីស្រះនេះឈ្មោះអីពហិនេះឈ្មោះអីវត្តនេះឈ្មោះអីប្រាសាទនេះមានរឿងនិទានអាម៉េចមានប្រវត្តិអាម៉េចជនជាតិគេស្គាល់ទាំងអស់ឲ្យតែក្មេងអាយុតែពីជាង10ឆ្នាំទៅញោមដើរសួរដឹងប្រវត្តិទាំងអស់ហើយកុំបង្ហើបធម៌អសោតគាថាណាក៏ចេះដែរទាំងអ្នកថតរូបក៏ចេះអ្នករត់ម៉ូតូរត់ក៏ចេះដែរគឺគេរៀនចេញពីវត្តផងរៀនចេញពីសាលាផងចេះតែទាំងអស់អញ្ចឹងហើយខាងប៉ូលីសខាងទាហានអត់ទាន់មានអីទៅច្បាំងថ្ងៃសិលដប់លោកចេញពីវត្តដាក់តាមប្រទាយសមាទានសិល5ទាំងអស់គ្នាមួយថ្ងៃហ្នឹងផ្អាកវាយវងអីណាបាំងផ្លិតអីសិនកាន់សិល5សិនហើយពួកប៉ូលីសពួកទាហានអត់មានការងារធ្វើក្រៅពីថ្ងៃសិលដើរបោះសមាថ្នល់ដើរធ្វើការកុំឲ្យយកតែប្រាក់ខែអត់មានការងារគេមានសពបែបយ៉ាងហើយចឹងទៅគ្រាន់តែកន្លែងការពារជង្គង់កាយគេហែក្បួនទៅថ្វាយនៅកន្លែងស្នាមប្របាទនៅភ្នំសុមនៈកោតហែទាំងវាយទៅថ្វាយព្រឹកល្ងាចស្មានតរិះសាមញ្ញសុទ្ធទាហានអាត្មាទៅសឹងនៅក្នុងបាន3ដងខ្ញុំមើលសុទ្ធទាហាននាំយកទៅសុទ្ធប៉ូលីសដូច្នេះហើយការអប់រំរបស់ប្រជាជននៅក្នុងតំបន់អាស៊ីនេះគឺលេចធ្លោជាងគេខាងសាសនាជាពិសេសប្រទេសកម្ពុជាយើងសាកលវិទ្យាល័យកើតមុនគេបំផុតគឺសាកលវិទ្យាល័យព្រះសីហនុរាជចេញមកពីសាសនាដែរទេប្រទេសកម្ពុជាជាប្រទេសមួយដែលប្រែបត្រៃ3ដកជាប់មុនគេលើពិភពលោកខ្លាំងជាងគេខាងភាសាបាលីមានហ៊ានប្រែដាក់ភាសាជាតិដែលមិនខុសរហូតដល់ប្រទេសដទៃគេកូពីគេច្រឡំធ្វើតាមគំរូយើងទេរីឯសាកលវិទ្យាល័យលើពិភពលោកដែលកើតមុនគេបំផុតក៏ចេញពីសាសនាដែរគឺសាកលវិទ្យាល័យតកសិលានិងសាកលវិទ្យាល័យនីឡន្ទាកើតមុនគ្រិស្តសករាជ6-700ឆ្នាំឯនោះក៏ចេញពីខាងសាសនាដែរដូច្នេះប្រព័ន្ធអប់រំសំខាន់បំផុតពីមុនមកគឺចេញពីសាសនាដែរឥឡូវញោមញាតកាន់ទូរស័ព្ទ iPhone iPad iPod computer MacBook អានឹងចេញពីណាអ្នកសាសនាអ្នកបង្កើតលោក Steve Jobs ណាញោមអ្នកបង្កើត iPhone នឹងអ្នកសមាធិតាសមាធិសមាសម័យចង់ឲ្យតេមើលមុខគ្នាឃើញចង់ឲ្យអាប៉ិនបាតដៃនឹងចុចឃើញពេញពិភពលោកគាត់សមាធិនៅប្រទេសឥណ្ឌាមួយឆ្នាំមក2ដងគាត់ធ្វើទល់កើតឥឡូវគាត់ស្លាប់ទៅបាត់ទុក iPhone ឲ្យយើងធ្វើមើលរាល់ថ្ងៃនឹងក្រុមហ៊ុនដទៃលួចបច្ចេកវិទ្យាបន្តិចម្នាក់ឆ្នៃតាមធ្វើបានលន់ហ្នឹងក៏ចេញពីខាងសាសនាដែរតំបន់ទេសចរស្រុកខ្មែរដែលមានរាប់រយរាប់ពាន់តាក់ទាញភ្ញៀវអន្តរជាតិមកមើលរាល់ថ្ងៃនេះមិនមែនគេមកមើលផ្សារទំនើបមិនមែនមកមើលវិឡាអីទេគឺគេមកមើលវត្តអារាមនិងប្រាសាទកេដូនតាជាវប្បធម៌សាសនាសុទ្ធនៅប្រទេសឥណ្ឌាដាក់ចូលបេតិកភណ្ឌពិភពលោកជាង40ឯនោះដូច្នេះតាក់ទាញភ្ញៀវទេសចរខ្លាំងគឺសាសនានៅពេញរាល់ថ្ងៃគេដើរទៅមើលតាមវត្តដែរតាបើនៅប្រទេសថៃវត្តពូនិងវត្តអរុណអាត្មាទៅស្មាឥឡូវនេះលក់សបុតយកលុយញោមមនុស្សឲ្យខ្នាប់ពេញវត្តអាត្មាក៏ទៅចូលមើលនឹងគេដាក់ងាយដែរគ្មានមើលអីទេដើរទៅមើលចេតិយហើយនឹងមើលកុដិលោកមើលតែព្រះមើលតែព្រះឲ្យលក់សបុតយកលុយឲ្យចូលទៅនិយាយពីពុទ្ធបូជាឲ្យហោហែដាក់រូបចម្លាក់ព្រះឲ្យគេរាប់បាតអាលក់សបុតក៏បានលុយអាគេរាប់បាតក៏បានលុយអាពុទ្ធបូជាក៏បានលុយហើយគ្រាន់តែគ្នាចូលទៅមិនតែពីវត្តហ្នឹងវត្តមកកណោនៅថៃសិតតែគេលក់សបុតចូលទាំងអស់អញ្ចឹងតាក់ទាញភ្ញៀវទេសចររកចំណូលឲ្យជាតិក៏ចេញពីវត្តអារាមដែរគ្រាន់តែជំនាន់សាសនាមុនយើងប្រាសាទនោះឲ្យជាវត្តអារាមរបស់យើងកាលយើងកាន់សាសនាព្រាហ្មណ៍បន្ទាប់មកពុទ្ធសាសនាមហាយានហ្នឹងដូច្នេះជាប់តាក់ទងនឹងការអប់រំមនុស្សសំខាន់គឺនៅក្នុងវត្តសពថ្ងៃមនុស្សដែលមានចំណេះចេះដឹងដែលធ្វើសភាពរៀបសារជាមនុស្សសន្តិភាពក្នុងសង្គមណាញោមតែមនុស្សខ្វះការអប់រំមិនសូវដឹងគុណមិនសូវដឹងបុណ្យបាបមិនសូវដឹងគុណទោសខុសត្រូវមនុស្សនោះហើយច្រើនតែទៅបង្កវិនាសកម្មក្នុងសង្គមធ្វើជាចោរធ្វើជាអ្នកវាយកាប់ចាក់ឬក៏ឆ្លោះបង្ហិនបង្ហោចអន្តរាយឈឺក្បាលវិលមុខដល់ប៉ូលីសគឺអ្នកដែលវាអត់សូវមានសិលធម៌ហ្នឹងហើយអញ្ចឹងការអប់រំសិលធម៌ចេញពីសាសនានេះធ្វើឲ្យសង្គមមានសន្តិភាពជាការរួមចំណែកក្នុងការរក្សាសន្តិភាពនិងថែរក្សាសន្តិភាពស្ថិរភាពនៅក្នុងប្រទេសខ្លាំងណាស់ចេញពីសាសនាចឹងកាត់មិនបានទេម្ល៉េះហើយបានជាយើងរំលឹកនឹកឃើញព្រះអង្គគង់នៅក្នុងស្រះមុជลินនៅមាត់ស្រះមុជลินហ្នឹងនៅឯឥណ្ឌាឯណោះហើយយើងនិយាយតាចង់ទៅថ្វាយអង្គមវាឆ្ងាយបានវាគេកសាងនៅនឹងហ្មងទៅញោមញាតមករូបបូជានឹងមុជลินដែរណាញោមណាហើយជំនាន់ប្របាទជ័យវរ្ម័នបានចម្លងស្រះណែទលេធំដល់ល្បីនៅប្រទេសឥណ្ឌាដែលហៅថាជាទលេស័ក្តិសិទ្ធិដែលគេជំនឿនោះគឺទលេកុងគាទលេព្រហ្មបុត្រទលេសិន្ទុពោហើយនឹងទលេយមុនីច្រឡំយកមកដាក់នៅកន្លែងមួយដែលពិសេសអស្ចារ្យគឺនៅក្នុងលុយកដាស់10000ញោមមើលឃើញគេហៅស្អីអានោះប្រាសាទអីគេញោមណាដឹងទេដាស់10000គេហៅប្រាសាទនាគពន្ធប្រាសាទនាគពន្ធណាញោមឬហៅថាប្រាសាទស្រីជ័យ
លោកកសាងប្រាសាទនៅក្នុងបរាយខាងជើងដែលមានបដោយ3គីឡូកន្លះទៅតឹង90ម៉ែត្រជាងហ្នឹងញោមញាតិពុទ្ធបរិស័ទទាំងឡាយនៅលើនៅក្នុងបរាយហ្នឹងមានកោះមួយកោះហ្នឹងនៅកណ្ដាលកោះហ្នឹងមានប្រាសាទនោះឈ្មោះថាប្រាសាទនាគពាន់ជុំវិញប្រាសាទហ្នឹងមានស្រះទឹក4អាទឹកខាងកើតហ្នឹងគេតំណាងឲ្យភពបញ្ញាហូរចេញមកពីមាត់មនុស្សដែលយើងហៅថាព្រះវិស្ណុកន្លែងហ្នឹងគេមានជំនឿព្យាបាលជំងឺទៅតាមធាតុហើយស្រះខាងជើងហ្នឹងគេតំណាងឲ្យទលេគេហៅថាទលេកុងគាហើយមានធាតុទាំង4នៅហ្នឹងដីទឹកភ្លើងខ្យល់តំណាងស្រះទាំងអស់ហ្នឹងអាត្មាអត់មានពេលទៅបកស្រាយគ្រប់ឯចាំថ្ងៃក្រោយហើយស្រះខាងលិចក៏តំណាងឲ្យធាតុមួយយ៉ាងទៅគឺហូរចេញមកពីមាត់ណែសេះស្រះខាងជើងហូរចេញពីមាត់តម្រៃហើយស្រះខាងត្បូងហូរចេញពីមាត់តោមាត់រាជសីហើយតំណាងឲ្យធាតុទាំង4គឺធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់ទឹកដែលវាច្រោះពីបរាយចូលមកហ្នឹងណាចូលមកប្រាសាទកដាលហ្នឹងចូលមកស្រះកដាលហ្នឹងហើយបានចែកទៅស្រះខាងដែលមាន25ម៉ែត្រ4ជ្រុងហ្នឹងណាញោមជាទឹកបរិសុទ្ធនៅលើកោះហ្នឹងគឺ3ហិកតាកន្លះគេដាំថ្នាំ1200មុខថ្នាំឈើយើងទាំងអស់រុក្ខជាតិថ្នាំ1200មុខដាំបញ្ចុះជ្រុំនៅហ្នឹងក្នុងឯកសារជីវតាខ្វាន់ដែលមកកត់ត្រាក៏បានរៀបរាប់បញ្ជាក់ប្រាប់ដែរកន្លែងព្យាបាលជំងឺដ៏ស័ក្តិសិទ្ធិព្រោះថ្នាំឈើឱសថបុរាណ1200មុខដាំនៅលើកោះហ្នឹងឲ្យទឹកហ្នឹងវាជ្រាបកាត់ឬថ្នាំហ្នឹងទាំងអស់មកចូលហើយវាចែកទៅតាមធាតុដល់តែអ្នកជំងឺមកគេមើលថាឈឺហ្នឹងខ្វះធាតុអីបើធាតុទាំង4ដើមមិនត្រូវគ្នាទេគេមើលថាខ្វះធាតុអីអូនៅនេះខ្វះធាតុទឹកឬក៏ធាតុដីដើមមិនស្រួលឬក៏ធាតុខ្យល់ដើមមិនស្រួលធាតុដីធាតុភ្លើងធាតុទឹកធាតុខ្យល់ហ្នឹងគឺមានស្រះទាំង4ហ្នឹងតំណាងអានេះស្រះធាតុខ្យល់អានេះស្រះធាតុភ្លើងទៅយកទឹកហ្នឹងមកព្យាបាលព្រោះមានជាតិថ្នាំគេសិក្សាឃើញទៅគេកាយឡើងវិញញោមសពថ្ងៃគេជួសជុលដល់កាយឡើងវិញតាមអញ្ញាធរអប្សរាបច្ចៈមកហ្នឹងកាលកាយមកហ្នឹងអាស្រះទាំង4ជុំវិញហ្នឹងបើសិនជាមិនឲ្យអាស្រះកដាលនេះហូរជ្រាបទៅទេមិនអាចទឹកចូលពីស្រះពីបរាយចូលមកបានទេគេបិទដីអត់ចិត្តពីខាងក្រោមល្អណាស់ហើយដល់ទឹកដែលវាច្រោះចូលមកគេពិនិត្យមើលទៅជាទឹកបរិសុទ្ធដូច្នេះតំណាងទលេទាំង4ទលេព្រំបត់ទលេសិនទុទលេយមុនីទលេគង្គាដែលស័ក្តិសិទ្ធិហ្នឹងយើងមិនបាច់ទៅដល់ទេជំនាន់ជ័យវរ្ម័នលោកយកមកកសាងដាក់នៅប្រាសាទនាគពាន់ជាកន្លែងមន្ទីរពេទ្យព្យាបាលជំងឺសម័យព្រះនរណាគោរពទឹកជំនឿអីលៀងបាបឬក៏ថាយកមកព្យាបាលជំងឺគឺជាមែនអាត្មាទៅជួបមនុស្សដែលមកថ្វាយអង្គមប្រងព្រាតទៅសួរថាមនុស្សហ្នឹងធ្លាប់ចូលមន្ទីរពេទ្យរហូតដល់ពេទ្យគេបដិញ្ញចេញគេថាអស់សង្ឃឹមក្នុងការមើលហើយស្រាប់តែយកទឹកហ្នឹងមកព្យាបាលជាទៅនរណាមិនជឿក៏គាត់ជឿក៏ទៅថ្វាយអង្គមគោរពកន្លែងហ្នឹងរហូតនេះក៏ជាការចម្លងមួយយកមកដាក់ឲ្យយើងគោរពបូជាដែរណាញោមនេះគ្រាន់តែលើកឡើងពីបុរាណដូច្នេះយើងហ្នឹងក៏ចម្លងមកដូចគ្នាអញ្ចឹងអ្នកណាទៅគោរពកន្លែងព្រះអង្គគង់ព្រះអង្គដាក់ថាអត់ពីព្រះអង្គគង់អត់ពីព្រះអង្គទៅព្រះអង្គដាក់របស់5យ៉ាងជំនួសទី1គឺដើមពោធិព្រឹកទី2គឺប្រធានរបស់ព្រះអង្គគ្រប់កន្លែងទី3គឺបច្ចេកដីមានន័យថាកន្លែងព្រះអង្គត្រាស់ដឹងកន្លែងព្រះអង្គប្រសូតកន្លែងព្រះអង្គធ្លាប់គង់ប្រើប្រាស់អីហ្នឹងហើយដល់មួយទៀតគឺព្រះអង្គដាក់ពធទាំង84000នឹងឯងសម្រាប់ជាគោរពបូជាហើយនឹងពុទ្ធរូបស្នងព្រះអង្គណាទៅគោរពបូជាបានបុណ្យដូចគោរពព្រះកាលពីព្រះអង្គគង់នៅនោះពេលនោះឯងគេចេះតែមករកព្រះអង្គនៅវត្តចេតពុនរកអត់ឃើញព្រះអង្គគេសោកស្ដាយព្រោះអត់មានអាដេញទូរស័ព្ទទេសួរគ្នាដូចឥឡូវអីអញ្ចឹងហើយគេស្ដាយមិនជួបព្រះអង្គបានព្រះអង្គប្រាប់ថាឲ្យដើមពោមួយទៅតែកាលណាបើគេមករកថ្វាយអង្គមព្រះអង្គបើមិនជួបព្រះអង្គទេថ្វាយអង្គមដើមពោទៅបានបនដូចថ្វាយអង្គមផ្ទាល់ដែរព្រះមោគលានក៏ទៅកន្លែងព្រះអង្គត្រាស់ដឹងទៅយកពូជដើមពោយកពូជគ្រាប់ពោមកប្រសិទ្ធនទីកោសលនឹងអនាថបណ្ឌកសិទ្ធិមួយដាំមួយស្រោចទឹកព្រះអនន្តអ្នកខែដើមពោហ្នឹងឈ្មោះថាពោអនន្តតាំងពីថ្ងៃនោះមកដើមពោនៅរស់ដល់ឥឡូវយោកន្លែងព្រះអង្គត្រាស់ដឹងនោះស្លាប់កាលគេដាំឡើង4តំណហើយដើមពោអនន្តដែលព្រះអង្គដាំអនន្តដាំតាំងពីកាលនោះទុកឲ្យគេមកគោរពនៅទល់តែឥឡូវនឹងឯងគេទៅគោរពថ្វាយអង្គមគ្រប់ប្រទេសចឹងការគោរពដើមពោនេះដើមពោធិព្រឹកនេះគឺបានបនដូចគោរពព្រះអង្គផ្ទាល់ឥឡូវនេះដើមនេះគេហៅអាសត្វព្រឹកទេដើមតិចប្រើប៉ុន្តែដោយសារព្រះអង្គត្រាស់ក្រុមដើមហ្នឹងក៏គេហៅដើមហ្នឹងដើមពោហើយជាមួយដល់ព្រះសិអាមេត្រីជំនាន់ក្រោយព្រះអង្គត្រាស់ក្រុមដើមខ្ទឹមស្លឹករបៀបព្រីងហើយរៀងវែងបន្តិចដើមវារបៀបដើមត្រាងដូចដើមជ្រៃដែរហើយស្លឹកដូចស្លឹកព្រីងរៀងវែងបន្តិចនឹងខ្ទឹមស្លឹករៀងក្រាស់ផ្លែវាមូលប៉ុនមេជើង
ព្រះសិអាមេត្រីនឹងត្រាស់ព្រមដើមខ្ទឹងនឹងគេហៅដើមនាគករុក្ខៈដូច្នេះដើមនោះខ្លាចជាដើមពោធិព្រឹកម្ដងពពុទ្ធអង្គខ្លះត្រាស់ដើមថ្នោតពពុទ្ធអង្គខ្លះត្រាស់ដើមស្ដៅដើមណាពពុទ្ធត្រាស់ដើមជានាងដើមអីហ្នឹងក៏คล้ายទៅជាពោធិព្រឹកណាគោរពក៏បានបនដែរឥឡូវក្នុងកម្មវិធីបនយើងហ្នឹងក៏មានពោធិព្រឹកចឹងដែរណាញោមណាគឺកន្លែងដើមពោធិព្រឹកដូច្នេះពពុទ្ធបានផ្ដាំហើយបដិមាចៈពោធិរុក្ខាចៈហ្នឹងគឺថាថ្វាយអង្គមទៅបានបនដូចព្រះអង្គថ្វាយអង្គមព្រះអង្គផ្ទាល់ដែរមិនចឹងណាញោមណាយើងបានកសាងហើយមួយទៀតកសាងរបងវត្តអាហ្នឹងសំខាន់រឿងសំខាន់របងវត្តមិនតែត្រឹមវត្តទេឥឡូវនេះវាមានរឿងឆ្លោះគ្នាម្ដាយហើយកូនទៀតមានគេប្តឹងគេផ្ដាល់ច្រើនណាយូរប្តឹងតែបងប្អូនឯងពុកម្ដាយគ្រួសារតែមួយរឿងដីមួយជាអាមក៏មានដែរអញ្ចឹងបើសិនជារបងវត្តមានវាការពារបានកុំឲ្យបាបដែរមួយគោក្របីជ្រូកមាន់ទៀនអ្នកស្រុកយើងចិញ្ចឹមក្បែរហ្នឹងតែវាចូលមកជន់ដីសងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសងនៅនងក៏បាបដែរហើយដល់តែវាអត់មានលបងទៅគីឡូវាដីវាចេះដើរអីណាញោមណាឥឡូវហ្នឹងវាដីវាដើរព្រោះអាព្យួរហ្នឹងវាក្លាប់អាចប៉ុណ្ណាទៅផ្កាប់មកខាងនេះចិត្តខិតមកផ្កាប់ទៅបន្តិចផ្កាប់ទៅបន្តិចទៅ2 3ឆ្នាំអស់1ម៉ែត្រក៏មានដែរអាហ្នឹងដូច្នេះអាលបងហ្នឹងវាជួយទប់ដីកុំឲ្យដើរវាជួយការពារសម្បត្តិគរុភ័ណ្ឌហើយម្យ៉ាងកុំឲ្យយើងមានបាបដោយសារមានគោក្របីអីចូលមកអញ្ញៃជន់អីទៅដូច្នេះអ្នកកសាងរបងវត្តនេះរមែងកើតឡើងមានគ្រឿងការពារទៅណាមកណាដូចជាមានលបងមានសំណាញ់មានអាវក្រោះសម្រាប់ការពារដូចជាជួតកសិទ្ធិទ្រព្យសម្បត្តិរបស់គាត់ផ្ទះរបស់គាត់ចង់លួចអត់បានទេអមនុស្សទេវតាជំនាញផ្ទះអ្នកថែអាសាការពារបានសុខសប្បាយដោយសារគាត់បានកសាងលបងខ្លោងទ្វារវត្តនឹងគាត់ពីជំនាន់ដើមមកបានលោកថាអានិសង្ឃបានបនទាំងយប់ទាំងថ្ងៃគឺសេនាសនៈអ្នកកសាងទីឧបស័យចែកជា4ប្រភេទមញ្ចបៃថសេនាសនៈអារបស់តូចដល់ក្រែទូតុកតាំងអានឹងរបស់តាសន្តិតសេនាសនៈរបស់យាយដូចជាកំរាលកតិលខ្នើយភួយមុងវាំងននជាបចំព្រះព្រំហើយដល់របស់រួមគ្នាកត់សាលាព្រះវិហារអានឹងរួមគ្នាទាំងយាយទាំងតាទាំងអាចារ្យដូនជីនារីបរោះទាំងកុហកទាំងសង្ឃឯចំណែកអោកាសសេនាសនៈគឺមកវត្តទាំងអស់រមងតាំងពីលបងតាំងពីខ្លោងទ្វារតាំងពីចាក់ដីតាំងពីចាក់សាបរាប់ចូលជាសេនាសនៈជាថាវរៈវត្ថុបានបនទាំងយប់បានបនទាំងថ្ងៃណាញោមសេនអ្នកទីដេកអាសនៈទីអង្គុយទីណាដេកបានអង្គុយបានសេនអ្នកបូកនឹងអាសនៈคล้ายទៅជាសេនាសនៈចឹងទៅដូច្នេះការកសាងរបងនេះនាំមកយើងចំណែកនៃការកសាងសេនាសនៈឥឡូវមកយើងធ្វើបន់ឆ្លងក្នុងទីនេះម្យ៉ាងលះបង់ឲ្យផុតពីចិត្តសទ្ធាចិត្តកំណាញ់ឲ្យមានសទ្ធាឆ្លងរួចដោយសារសទ្ធាតរតិអោខាំងម្យ៉ាងទៀតការឆ្លងនេះបំពេញចេតនាទី3លះបង់ឲ្យកុំឲ្យស្ដាយក្រោយតែស្ដាយក្រោយកើតឡើងមានទ្រព្យអត់បានចាយទេបើស្លាប់ចោលទៅវិញទ្រព្យបានទៅលើអ្នកដតីអ្នកខ្លះធ្វើផ្ទះទិញម៉ូតូទិញអីហើយបាននៅតែបានទៅអ្នកដតីហ្នឹងមកពីយើងធ្វើបន់ស្ដាយក្រោយអញ្ចឹងបំពេញចេតនាទី3ហៅថាអបរាប្រចេតនានោះផងបនឆ្លងនេះញ៉ាំងសាមគ្គីធម៌ជុំគ្នាផងអនុគ្រោះដល់អ្នកមិនបានចូលពីមុនមកផងកាលពីគេកសាងលបងកសាងស្រះមុជលិនឬក៏ធ្វើមិនដើមពោដើមអីក្នុងវត្តគេរៃគេអង្គាគេចូលឯងកំពុងឲ្យឈឺឯងកំពុងឲ្យរវល់អត់បានចូលឥឡូវគេធ្វើរួចបាត់ហើយកុំតូចចិត្តថាអូអញអត់បានបនទេយើងមកចូលថ្ងៃហ្នឹងមកអនុគ្រោះដល់អ្នកមិនបានចូលពីមុនឈ្មោះថាបានចំណែកគេដែរណាញោមណាហើយបើសិនជាគេមិនទទួលទេមកតាក់តងអាត្មាចាំអាត្មាជួយងវគេឲ្យដើម្បីឲ្យញោមបានចំណែកបនគេហើយមួយទៀតការឆ្លងនេះគឺធ្វើបននេះគឺសពបនបញ្ចូលបន្ថែមដោយលោកថាបញ្ញញ្ជេពោរិសោកាយរាទេនតាមិឆន្ទាំងកាយរាថសខោបញ្ញសោឧជយោអ្នកកសាងសំបននេះរមែងបានធ្វើបននឹងបន្ថែមទៀតបននឹងនាំមកយើងបានសេចក្តីសុខមានចេតនាជ្រះថ្លាត្រួតថែមតាមបនធ្វើទៅបននឹងនាំមកយើងបានសុខណាញោមណាលោកថាអារាមរូបាវលរូបាយេជនេសេតោការកាបបញ្ចឧតបានញ្ចយេតតន្តិឧបាសយ៉ាងទេសង្តិវេចរតោចសតិបញ្ញងបវតតិថាមត្ថាសិលសម្បណ្ណោតេជនេសកគិមីណូស្ដាប់បានដែរអត់ពេញប៉ាំងស្ដាប់បានដែរអត់ដឹងថាមិនខំលោកថាបនរមែងចម្រើនទាំងយប់ទាំងថ្ងៃដល់បកុលពួកនេះអារាមរូបាណាដាំឈើដាំផ្កាធ្វើសួនច្បារចាក់ដីចាក់សាបឲ្យល្អធ្វើផ្លូវធ្វើអីចឹងមកណាជីសួនច្បារចូលមកឲ្យជ្រះថ្លាវអ្នករូបាណាដាំឈើធំជាមលុបឲ្យគេជ្រោកឬថែអាសាដើមឈើគេយេជនីសេតការកាណាកសាងថ្នងស្ពានសាលារៀនមន្ទីរពេទ្យចេញថ្លៃទុកដរឆ្លងឲ្យគេអីហ្នឹងឧតបានញ្ចណាជីកអាងជីកដងជីកស្រះជីកបឹងជីកតាពាំងធ្វើកឡោធ្វើប៉ិនតងធ្វើប៉ាន់ធ្វើបន្ទប់ទឹកធ្វើបាក់សាំងសម្រាប់គេងូតគេផឹកគេប្រើប្រាស់រាល់ថ្ងៃបានបនទាំងយប់ទាំងថ្ងៃអ្នកណាកសាងទីឧបស័យទីសំណាក់ផាអាស្រ័យបានបនទាំងយប់ទាំងថ្ងៃអញ្ចឹងហើយបានជាសម័យព្រះអ្នកកសាងស្រះទឹកណាញោមបានបនបានអានិសង្ឃដោយរឿងនៃប្រពន្ធមួយរបស់ព្រះអិនណាព្រះអិននាងអីញោមនាងសុនន្ទានាងសុធម្មាកសាងហៅជាងនាងសនន្ទាកសាងស្រះទឹក
នាងសុចិត្រាអ្នកដាំដើមឈើនាងសុជាតាថាអញមិនបាច់ធ្វើទេប្តីប្រពន្ធជាមួយគ្នាគង់តែបានប៉ុនដែរតែងខ្លួនឲ្យតែស្អាតជាងគេទៅក៏គង់តែបានប៉ុននេះគង់តែប្តីស្រឡាញ់ជាងគេមានអីប្តីទៅកើតជាប្រអិនប្រពន្ធទាំង3ទៅជាមួយឯនាងសុជាតាទៅកើតជាកុកញីតែឯងបែកគ្នាញោមមើលណាប្តីប្រពន្ធបកើតតែមិនក៏ដោយបើប្តីអ្នកធ្វើប៉ុនប្រពន្ធអ្នកមិនធ្វើឬក៏ប្រពន្ធអ្នកធ្វើប្តីមិនធ្វើបែកគ្នាដែរដូចនន្តយៈឧបាសកកសាងសាលាថ្វាយព្រះដោយចិត្តជ្រះថ្លាបានទៅកើតឋានសួគ៌ឯប្រពន្ធមិនជ្រះថ្លាមិនចូលរួមជាមួយឲ្យគេរុះសាលានោះមកវិញឥឡូវប្រពន្ធទៅនរកប្តីទៅឋានសួគ៌បែកគ្នាប្តីទៅមានទេពអប្សរឯណានោះផ្សេងទៀតណាញោមណាកូនឯម៉ែឪក៏ចឹងដែរបើម៉ែឪអ្នកធ្វើប៉ុនកូនមិនចូលចិត្តម៉ែឪធ្វើប៉ុននេះនឹងឲ្យបែកគ្នាឲ្យជាតិក្រោយណែងទៅកើតចំអាម៉ែដែលអត់ប៉ុននោះម្ដងហើយកើតមកក៏យកដាក់ធុងសម្រាមតែហ្មងហ្នឹងឯងចឹងហើយបើយើងអ្នកធ្វើប៉ុនម៉ែអ្នកធ្វើប៉ុនកូនចៅអ្នកធ្វើប៉ុនជាមួយដែរកើតជួបគ្នារាល់តែជាតិចឹងនេះពីរឿងដែលយើងឆ្លងសមិទ្ធិផ្សេងដោយសង្ខេបប៉ុណ្ណេះញោមកសាងរបស់ទាំងហ្នឹងបានប៉ុនទាំងយប់បានប៉ុនទាំងថ្ងៃហើយគេប្រើគេប្រាស់យើងរវល់អត់បានមកធ្វើប៉ុនអារបស់យើងហ្នឹងវារកប៉ុនឲ្យយើងបានប៉ុនរហូតណាញោមណាហើយបុគ្គលបែបនេះបរិបូរដោយធម៌ប្រកបដោយសិលនឹងទៅកើតក្នុងស្ថានសួគ៌បរិបូរដោយសិលប្រកបដោយធម៌នឹងទៅកើតក្នុងឋានសួគ៌ឥឡូវវាលើសនឹងទៅទៀតដែលយើងនិយាយពីរឿងវត្តអារាមមិញនេះថាវត្តអារាមជាសម្បុកឃ្លាំងផ្ទុកចំណេះដឹងឃ្លាំងផ្ទុកវប្បធម៌ខ្មែរខ្ញុំចេញទៅមើលក្រៅភូមិបើឃើញភូមិណារៀងទៀបស្រាប់តែឃើញខ្ពស់មកកពតវត្តតម្រងអញ្ចឹងកន្លែងវត្តកន្លែងដាំដើមឈើកន្លែងរក្សាបរិស្ថានពេញមកស្រុកខ្មែរអាខ្ពស់ជាងគេមកកពតនឹងវត្តហើយដាំដើមឈើថែអាសាតាំងពីព្រៃឈើហើយក្បាច់ក្បូរចម្លាក់គ្មានខ្វងកតុយហងក្បាលនេះសម្លឹកអង្គភ្ញីទឹកភ្ញីទេសភ្ញីភ្លើងភ្ញីបារាំងអីដកច័ន្ទផ្កាច័ន្ទអីវារត់មកជ្រកទាំងវត្តនឹងឯងសម្លៀកបំពាក់ខ្មែរយើងមកស្លៀកបង្ហាញមកក្នុងវត្តចំណីអាហារខ្មែរក៏បង្ហាញក្នុងវត្តមានប៉ុនមានទៀនមកឲ្យសម្លៀកបំពាក់ខ្មែរថែអាសាវប្បធម៌ខ្មែរពេលមានសង្គ្រាមភ័យអាសន្នអសរសាស្ត្ររត់មកជ្រកទាំងវត្តដល់តែពេលចប់សង្គ្រាមបានចេញពីវត្តទៅវិញប្រទេសជប៉ុនជាប្រទេសរុងរឿងរីកចម្រើនទល់ដល់សពថ្ងៃវាចេញពីណាមកវាចេញមកពីកាលចប់សង្គ្រាមលោកលើកទី2អាលីងឲ្យលាត់អស់ដោយតែគ្នានឹងហាន់ហើយគេដើរប្រមូលក្មេងនៅប្រមាណយកមកបញ្ចូលក្នុងវត្តទាំងអស់រៀនចេញពីវត្តតែញោមបានរៀនចេញពីវត្តហើយជប៉ុនបញ្ជូនទៅគ្រប់ប្រទេសហើយផ្ដាំថាឲ្យតែប្រទេសណាមានសភៅអីបកប្រែដាក់ជាភាសាជប៉ុនយកមកស្រុកយើងឥឡូវគេមកស្រុកយើងគេប្រែអស់អាលីងរឿងណែនដើកនឹងចចករឿងខ្លារឿងតុនសាយរឿងអីដែលយើងនិទានរបស់ខ្មែរជប៉ុនប្រែដាក់ភាសាជប៉ុនចែកឲ្យក្មេងជប៉ុនមើលចេះអស់លីងហើយក្មេងយើងឥឡូវឡើងចេះអស់រឿងនិទានខ្មែរដែរញោមណាដូច្នេះហើយបានជប៉ុនខ្លាចជាប្រទេសរុងរឿងរីកចម្រើនក៏ចេញពីវត្តមកដែរចុះវត្តនឹងអ្នកណាដែលជាគ្រូគឺប្រគុណម្ចាស់បច្ចាអធិការឥឡូវក្នុងថ្ងៃនេះបច្ចាអធិការផងព្រះគ្រូផងហើយជាព្រះអនុគុណទៀតគេថាលោកជាឪយើងគេថាកូនមាន4ណាញោមអត្តជាកូនកើតពីខ្លួនអាហ្នឹងកូនតនកៈកូនគេឲ្យមកចិញ្ចឹមអន្តេវសកៈកូនណាដែលយើងបរៀនក៏កូនយើងដែរហើយគេហៅមួយទៀតគេហៅថាកូនដែលនៅក្នុងអំណាចការគ្រប់គ្រងរបស់យើងដូចជាចវាយស្រុកចវាយខេត្តមេភូមិមេឃុំជាកូនចៅអាហ្នឹងក៏ជាកូនរបស់យើងដែរដូច្នេះយើងឃើញហើយគេហៅថាខេត្តត្រជាកូនដែលនៅក្នុងអំណាចគ្រប់គ្រងអញ្ចឹងបដិជាប្រគុណជាបបីដាសង្ឃមានន័យថាជាឪពុករបស់មនុស្សរបស់ពុទ្ធសាសនាជាពិសេសភិក្ខុសង្ឃមកស្រុកពាក្យថាអនុគុណស្រុកនឹងស្មើនឹងពាក្យថាជាវាយស្រុកណាញោមជាវាយស្រុកសង្ឃឲ្យដឹងផងឃើញឡានជាវាយស្រុកមកគោរពណាស់តែបើឃើញព្រះអនុគុណទៅនោះមានធ្វើថ្មឹងវីវរហ្មងឋានៈស្មើជាវាយស្រុកញោមអនុគុណហ្នឹងហើយបើមេគុណឋានៈស្មើជាវាយខេត្តហើយបើរាជាគណៈថ្នាក់ស្មើនឹងអុកញ៉ានឹងពួកក្រុមអ្នករាជវាំងរាជាគណៈពួកក្រុមស្ដេចក្រុមថ្នាក់លើដូច្នេះញោមញាតិពុទ្ធបរិស័ទទាំងឡាយលោកជាបច្ចេកអធិការជាគ្រូសម្រាប់វត្តយើងលោកជាប្របីដាសង្ឃជាឧបជាជាអ្នកបំពោះហើយដូច្នេះយើងទាំងអស់គ្នាគឺជាកូនសិស្សលោកនិយាយខ្លះថាកូនសិស្សលោកអីកណានដែរមករៀនពីលោកអីបានមួយម៉ាត់ផងញោមតែលើលោកឲ្យសិលដែរលោកឲ្យសិលថាចុងក្រោយថាសេលេនសុគតញ្ញន្តិសេលេនភោគសម្បទាសេលេនពុតញ្ញន្តិតាស្មាសីឡងវិសោធយេសិលនេះនាំឲ្យបានកើតក្នុងសុគតិភពសិលនេះនាំឲ្យមានទ្រព្យសម្បត្តិច្រើនសិលនេះបាននៅទីរំលត់ទុកពលគឺព្រះនិព្វានអ្នកទាំងឡាយអើយចូលរក្សាសិលឲ្យស្អាតបរិសុទ្ធកុំឲ្យសៅមងឡើយប៉ុណ្ណេះគ្រាន់តែអប់រំយើងប៉ុណ្ណេះខ្លាយជាគ្រូយើងអស់មួយជីវិតណាញោមនៅក្នុងរឿងនិទានសត្រាពងសាវតាវត្តបណយសត្រាចម្លងបុនស្រុកព្រៃកបាស់ខេត្តតាកែវគេនិយាយនិទានថាប្រអិននិទានថាអ្នកណាកសាងកុដិសាលាព្រះវិហារហើយនៅជាប់ជាពាក់ថារបស់អញមិនតាន់ឆ្លងមិនតាន់ដាច់ប្រយ័ត្នតែអារម្មណ៍ជាប់ជាពាក់ទៅកើតជាកលាតជីងចក់ដោយសារអារម្មណ៍ជាប់ជាពាក់អ្នកណាជីកស្រះទឹកហើយមិនចង់ឲ្យគេប្រើជីកដងហើយមិនចង់ឲ្យគេប្រើនៅតែសម្គាល់ថាដងអញស្រះអញមិនចង់ឲ្យគេប្រើប្រយ័ត្នតែស្លាប់ទៅកើតជាងកែបមាត់កវែបដេកយាមដងដោយសារអារម្មណ៍វាជាប់ជាពាក់អ្នកខ្លះ
ណែធ្វើដាំពូដាំអីហើយមិនចង់ឲ្យគេជ្រៅកោនមិនចង់ឲ្យអីនៅទៅហួងហើយដាំពូអញប្រយ័ត្នទៅកើតជារាជសីដែលយាមដាំពូអ្នកខ្លះមានកូនហើយមិនធ្វើពិធីដើម្បីកូនដូចជាទម្លាក់ចក្រានបកកកូនចេញខែកោជប់ពោះនេះអីឲ្យកូនហ្នឹងប្រយ័ត្នតែកូនល្អលែងមកកើតជាមួយមកអាកូនអាក្រក់មកធ្វើបាបម៉ែឪក្មេកមកធ្វើបាបម៉ែឪបកើតមកធ្វើឲ្យយើងទឹកភ្នែករីឯអ្នករៀនមានចំណេះចេះដឹងបានបួសបានរៀនមានចំណេះបានការងារចេញពីគ្រូណាហើយផ្លិចគ្រូនោះអ្នកនឹងឯងនឹងតទៅមុខរៀនអីលែងចេះហើយអាប់អត្តបញ្ញាទៅវិញហើយអញ្ចឹងបើអ្នកណាផ្លិចគុណគ្រូអ្នកនឹងរៀនអត់ចេះទេបុរាណលោកថាគ្រូទាយម្ដាយថាពាក្យពីរម៉ាត់នេះម៉ែថាម៉េចគ្រូថាម៉េចពាក្យអ្នកទាំងពីរនឹងប្រៃណាស់តែលោកថាម៉េចបានអញ្ចឹងណាគ្រូទាយម្ដាយថាលោកថាបើគេលងទឹកមានម្ដាយផងមានគ្រូផងគេថាឲ្យស្រង់គ្រូមុនម្ដាយទៀតនោះព្រោះគ្រូអាចមានសមត្ថភាពជួយទាំងម្ដាយជួយទាំងសិស្សទាំងបានតែដល់ម្លឹងទៀតអញ្ចឹងគ្រូនេះអ្នកណាជាគ្រូអ្នកដែលធ្វើល្អជាមួយខ្លួនឯងផងល្អជាមួយអ្នកដទៃផងអត្តសទ្ធិរៀនមានចំណេះចេះដឹងខ្លួនឯងបប្រតិបត្តិខ្លួនឯងហើយបរសទ្ធិនាំសេចក្តីល្អហ្នឹងទៅដឹកនាំគេឲ្យធ្វើល្អតាមសង្ឃហៈសង្គ្រោះដល់មនុស្សទូទៅមិនរើសមុខកតញ្ញូដឹងគុណមនុស្សបែបនេះហើយជាមនុស្សហៅថាគ្រូជាគំរូគ្រូនេះគឺជាអ្នកចេះខ្លួនឯងនិងអ្នកជួយគេមិនមែនត្រឹមតែបង្រៀនទេញោមគ្រូពេទ្យមិនបង្រៀនញោមក៏ដោយប៉ុន្តែជួយញោមគេហៅគ្រូពេទ្យអ្នកភ្លេងជួយញោមពេលញោមត្រូវការបែបបននេះគេហៅលោកគ្រូភ្លេងគ្រូស្ដោះយើងពោះខំពីដើមបើគ្មានរកគ្រូតន់ទេឲ្យមានថ្នាំពេទ្យទេបើរកគ្រូមិនតន់ស្លាប់ប៉ុន្តែបើរកគ្រូតន់អានឹងជាហើយយើងមិនអាចបដិសេធបានទេក្នុងសង្គមយើងអញ្ចឹងគេហៅគ្រូដែរគ្រូស្ដោះគ្រូផ្លុំគ្រូទាយហើយគ្រូក្បាច់គុនគ្រូតបងរហូតដល់ធ្វើអីក៏ដោយលខោនសិល្បៈលបែងលបាំមុននឹងលេងធ្វើហោមពិធីគឺគោរពគុនគ្រូសិនយ៉ាងម៉េចណាអ្នកវាយក្បាច់គុនបដលក៏គោរពគុនគ្រូសិនដែរធ្វើស្អីទាំងអស់លោកទេសក៏ចេញមកអ្នកមោទសៈគោរពគុនគ្រូដែរគេមិនឲ្យរំលងគុនគ្រូទេសូម្បីម៉ែឪយើងក៏លោកចាត់ទុកថាជាគ្រូដែរជាពុកប្រទេវាជាពុកពាចាជាគ្រូដើមរបស់កូនដែរអញ្ចឹងព្រះសង្ឃជាគ្រូយើងលោកជាអ្នកមិនដឹងគុណគ្រូមិនដឹងគុណម៉ែឪថាកូនមិនដឹងទិសមិនដឹងតំបន់ញោមដែរលើអត់មិនដឹងទិសមិនដឹងតំបន់កូនសម័យមុនចេះបើកូនសម័យឥឡូវបើលឺគេជេរថាមិនដឹងទិសមិនដឹងតំបន់ស្មានតែអាចមិនដឹងជើងត្បូងហ្នឹងតាមពិតវាមិនដឹងមែនទិសខាងកើតតំណាងឲ្យទិសមេត្តាបិតាទិសខាងត្បូងតំណាងឲ្យគ្រូអាចារ្យទិសខាងលិចតំណាងឲ្យបុត្រភរិយាទិសខាងជើងមិត្តសម្លាញ់ទិសខាងលើសមណៈព្រាហ្មណ៍ទិសខាងក្រោមទិសកម្មករបើមិនយល់ទិសហ្នឹងគេជេរមិនដឹងទិសនោះហើយដូច្នេះតើលយល់ថ្វាយគុំទិសទាំង6គោរពមនុស្ស6ក្រុមនេះឥឡូវប្រគុណម្ចាស់ទិស2ញោមទិសខាងត្បូងជាគ្រូរបស់យើងហើយទិសខាងលើជាសមណៈព្រាហ្មណ៍ដែលយើងគួរគោរពទៀតលោកទិស2ហើយបើមិនដឹងទិសនេះហើយដែលគេហៅថាកូនមិនដឹងទិសហើយបើយើងដឹងទិសនេះគោរពបប្រតិបត្តិគេហៅកូនមិនចយត់កូនអាយុវែងណាញោមណាចឹងបានថាគ្រូលោកមានគុណសម្បត្តិ7យ៉ាងទី1បិយោជាទីស្រឡាញ់យើងស្រឡាញ់តែកូនយើងទេណាញោមប៉ុន្តែលោកមិនមែនកូនសាច់ឈាមលោកក៏លោកស្រឡាញ់ដែរអាខ្វាក់អាខ្វិនអាខ្វងអាថ្លង់កគ្មានកន្លែងនៅមកក៏លោករកឲ្យកន្លែងឲ្យនៅដែរអាចជ្រូកមន់កចាកកញ្ចក់5អីណាដាក់នៅផ្ទះចង្រៃមកយកមកឲ្យលោកចង្រៃអាក្រែណាដេកទៅខ្មោចលងអារបស់ណាដាក់ទៅខ្មោចលងចង្រៃយកមកលោកចង្រៃឲ្យយកមកលោកទទួលយកអាចង្រៃចុះឲ្យប្រជាជនបានសុខដូច្នេះបិយោលោកគឺជាទីស្រឡាញ់លោកស្រឡាញ់មិនរើសមុខលោកជួយមិនរើសមុខកូនណាក៏ដោយក៏លោកស្រឡាញ់ដែរណាញោមពេកយោហើយគរុគឺលោកខ្លាយជាគំរូលោកមានគុណធម៌លោកមានចំណេះដឹងជួយបង្ហាត់បង្រៀនយើងបានហើយភាវៈនយោជាទីសរសើរលោកជាទីសរសើរណាស់ពីព្រោះគុណធម៌របស់លោកសុខចិត្តផ្ដាច់ពីមាត់ព្រាត់ពីកចោលការសបាយរបស់លោកហើយគេកំពុងតែចង់មានចង់បានទៅរស់ស៊ីឯងសុខចិត្តមកដើម្បីជួយប្រជាជនដើម្បីជួយសាសនាហើយការពារកូនចៅគេសោះជួយបង្រៀនកូនចៅគេសោះលោកពិតជាគួរឲ្យសរសើរញមើលឃើញណាហើយមួយទៀតវត្តតាលោកអាសាព្រានបដៅយើងបដៅតែកូនយើងម្នាក់ពីរគឺល្វីងមុខថានិយាយស្ដាប់ធុញណាស់ប៉ុន្តែចំពោះលោកមកវត្តរាប់រយអង្គក៏លោកបរៀនកើតហើយព្រះអនុគុណផងមកស្រុកទៅមកញោមលោកទូលមានទាំងអស់គេធុញគេថប់អីដែរលោកជាយាមបង្ហាត់បង្រៀនទូលមានដូច្នេះលោកអាសាក្នុងការពាក្យព្រានបដៅដែលហៅថាវត្តតាវចនៈខមោលោកអត់ធ្មត់នឹងពាក្យសម្ដីតែបង្រៀនគេបដៅគេតមាត់ដែរគេថាមាត់គេថាអញ្ចឹងចុះបើលោកឯងបកាយចឹងមិនមានជាងឪខ្ញុំមិនបើគ្រូឯងបកាយចឹងមានជាងម៉ែខ្ញុំមានជាងឪខ្ញុំគេរិះគន់គេថាមិនក៏ដោយលោកអត់ធ្មត់តស៊ូកសាងតស៊ូដឹកនាំណាញោមណាអត់ធ្មត់នឹងពាក្យសម្ដី no អត្ថានេអកម្មភិរង្គតាំងកតាលោកពោលពាក្យប្រកបដោយអត្ថន័យជ្រៅឲ្យយើងងាយចាំដូចនិយាយខ្លះគាត់អត់សូវចាំអត់សូវឆ្លាតលោកឆាន់ទៅបើអត់លោកខ្វះស្លាបព្រាអត់មានស្លាបព្រាទៅញោមថាញោមអើយ
អាត្មាអត់មានស្លាប់ទេមកនេះជិះម៉ូតូទេអត់មានស្លាប់ហើងគេចឹងអាចមានសួររឿងស្លាប់ណាទីបំផុតអូលោកអត់ស្លាប់ព្រាតាតែចេះដល់ថ្ងៃមួយនោះគេដាក់ទៅចកឲ្យលោកក៏ផ្លេចដាក់ស្លាប់ព្រាញោមថាលោកអើយអាត្មាមិនចេះចាប់ប្រើចំពោះតាំងពីដើមមកអត់មានប្រើចំពោះប្រើតែស្លាប់តែចឹងទៅគេដឹងថាអូលោកអត់ចេះចាប់ចកហើយស្រាប់ប្រឆាន់លោកអស់ចង្ហាន់មានអាចារ្យតទេលោកថាញោមចានហ្នឹងទិញឯណាអាហ្នឹងទិញមកពីព្រៃស្ដែកនេះស្អាតល្អនៅមានទៀតហ៎លោកថាវាស្អាតល្អមែនបើមិនជាមានបាយទៀតរឹតល្អជាងនឹងលោកអស់បាយអញវិតមើលតែម្ដងហ្នឹងចាំញោមលោកបកកែរកអាពាកណាឲ្យគេងាយចាំអញ្ចឹងលោកមកកត់លងនេនសួរលងនេនគេធ្វើបន់អីគេធ្វើបន់អីលើចុះគេចងទុំចងបារាំងពីដានវាំងដល់នេះច្រើនម៉េះអូពីងពីងឯងភ្លេចបោកទឹកពីងពីងដឹងហ្មងអញ្ចឹងមើលណាអាទឹកប៉ាន់លោកនោះវាអត់មានលោកថាយាយយកប៉ាន់អាត្មាទៅមើលមកវាធ្លុះតែណាស់អត់ទេលិចទឹកអស់លីងនិយាយវាលិចទឹកបាត់អស់ប៉ាន់អត់ទឹកមិនប្រាប់ឲ្យត្រង់ថ្ងៃក្រោយដឹងហ្មងឲ្យថាប៉ាន់ធ្លុះគឺប៉ាន់អត់ទឹកហើយដូច្នេះអាតំណឹងគេហៅថាកម្មភិរង្គកតាំងកតាលោកពលពាក្យមានជំរឿមួយទៀតលោកហៅថាណូអដ្ឋានេនយោចេតិលោកចេះអីបង្រៀនហ្នឹងពីដើមជាងចម្លាក់ជាងក្បាច់ជាងក្បូរជាងឈើជាងអក្សរជាងអីហ្នឹងគឺចេញតែពីលោកទៅទេញោមបួសចេះធ្វើហប់ចេះធ្វើតុកចេះធ្វើទូចេះតាំងពីអក្សរឆ្លាក់តាំងពីសិលសាស្ត្រផ្សេងចេញពីវត្តចឹងលោកចេះអីលោកបង្រៀនហ្នឹងនេះហើយគុណធម៌របស់គ្រូណាញោមណាហើយមិនតែប៉ុណ្ណោះទៀតលោកមានគុណធម៌មួយទៀតគេហៅថាតួនាទីរបស់គ្រូដែលលោកតែងតែបំពេញហ្នឹងគឺថាសុវិន័យតាំងវិន័យតិលោកទូលមានកូនគេឲ្យល្អសុគេហៅតាំងគេហៅបេនតិលោកបង្រៀនបង្ហាត់ចំណេះដឹងល្អឲ្យរៀនបានចំណេះអីមកបរៀនអញ្ចឹងសពេតមុតាំងសមខាយណូភវន្តិលោកចេះអីក៏លោកបង្រៀនមិនលាក់មិនលៀមទេលោកបង្ហាត់បង្រៀនឲ្យចេះដឹងពេញអស់ពីខ្លួនណាញោមណាហើយមួយទៀតលោកហៅថាមតាមច្ចេសុបរិយេតេនតិលោកលើកតម្កើងកូនសិស្សការពារកូនសិស្សលើកតម្កើងនៅក្នុងចំណោមមិត្តអាមាត្យបើសិនជានៅមុខចឹងនេនឯងកំជិលចេះគ្មានអាណាគេឲ្យកូននេនឯងខ្ជិលចេះគ្មានតែប្រឡងជាប់ទេនេនឯងកំជិលចេះនោះប៉ុន្តែដល់លផុតទៅពីមុខទៅណែញោមកូនសាអាត្មានេះបកកែណាស្លាប់វា3រៀនបកកែចេះដឹងល្អណាស់ប៉ុន្តែមិនទៅស្អើនឹងមុខនេនតែកុំឲ្យនេនស៊ីជោនឹងមុខបង្អាប់ទៅខ្ជិលដូចនេនឯងដែរគ្មានអាណាគេឲ្យកូនទេអាហ្នឹងឯងគេហៅថាលោកចេះការពារមួយទៀតណាទិសាសុបរិត្តាណាំងករោមតិឮគេនិយាយដើមហែកហួរពីកូនសាអាក្រក់ឲ្យបន្តិចចេញមុខការពារហើយមិនមែនកូនខ្លួនឯងសោះហ្នឹងចេញមុខការពារសុំបីឆ្លោះជាមួយគេអីសោះបែបយ៉ាងក៏តស៊ូដែរដើម្បីការពារកិត្តិយសកូនសិស្សខ្លួនឯងយើងមើលតែដៃជោមាសមួយដឹងពីដើមនេនមាសនិងនេនលៃបួសជាមួយគ្នាទៅរៀននៅវត្តត្រៀលខេត្តកំពង់ធំដល់តែនេនលៃនោះខូចលួចកពីគ្រូយកទៅចេះរៀនប្រែកលាធ្វើជាសัตว์គ្រួចឯនោះយកទៅភ្នំជីភ្នំលឿងលោកគ្រូថានេនលៃខូចហើយអញ្ចឹងនឹងក្បត់រាជការបើអញ្ចឹងបរៀននេនមាសឲ្យចេះវិជាទប់ទល់សរុបលទ្ធផលនេនលៃគេតាំងខ្លួនជាបល័យកងចាក់វាយទៅដើមប្រទេសតាំងពីខេត្តកញ្ចេះសឹងក្រែងមកចិត្តដល់ពេញណាញោមប៉ុន្តែនេនមាសនេះខ្លាយជាដៃជោមាសអ្នកទប់នេនលៃវិញបានដែរចឹងលោកអាចបង្រៀនចំណេះចេះដឹងឲ្យទប់ឲ្យមានចំណេះចេះដឹងទប់គ្នាវិញបានអញ្ចឹងញោមមើលឃើញដែរនេះហើយដែលហៅថាលោកថែអាសាការពារនិងជួយបង្ហាត់បង្រៀនយើងគឺពិសេសពិសាលល្អប្រពៃណាស់ហើយការពារមិត្តអាមាត្យក្នុងចំណោមអីចេញមុខការពារជួយនេនមាសហ្នឹងជួយឲ្យមិនសឹកហើយហ្នឹងលោកគ្រូអ្នកតាក់ទងឲ្យបានធ្វើការក្នុងវាំងណាញោមហើយបានធ្វើការក្នុងវាំងហ្នឹងលោកគ្រូជួយទៀតបង្រៀនហើយមកជួយតាក់ទងឲ្យបានធ្វើការទៀតដល់តែបានធ្វើការហើយចេញទៅដេកនៅវត្តសំរោងតងអាពួងកាច់មាសមករុំកកូនសិស្សឃើញរត់ទៅចាប់លោកតាអាពូនោះពួងកាច់មាសរុំកហើយលោកតាហ្នឹងក៏យកទឹកទៅព្រោះឲ្យពស់ហ្នឹងពលាចេញមកពលាទៅក៏កហ្នឹងឡើងក្រហមបានជាជាប់ពាក្យខ្លាយជានតាគេហៅនតាក្រហមកនតាក្រហមកណាញោមណាគឺដេកចូលមាសដេកចូលបរោរាជនឹងឯងហើយដូច្នេះការជាដេកចូលមាសដេកចូលយត់ជួយការពារប្រទេសយើងវាចេញពីគ្រូពង្រៀនទាំងផងដែរមានរឿងច្រើនណាស់សូម្បីតែយើងហៅថាប្របាទព្រំមកលយើងពញាក្រែកហ្នឹងក៏លោកដែរគេដុតបោះក្នុងគុំក្រែកទៅវាមិនទាន់ឆេះស្លាប់មេឃភ្លៀងមកឲ្យលុតទៅលោកយកទៅចិញ្ចឹមខ្វេខ្វោខ្វាន់ខ្វងដើមរួចមកធ្វើកូនសិស្សលោកចិញ្ចឹមបង្ហាត់បង្រៀនទីបំផុតខ្លាយទៅជាស្ដេចពនាមគេហៅថាពញាក្រែកហ្នឹងញោមមើលឃើញណាឬក៏ប្របាទព្រំមកលហ្នឹងក៏ចេញពីលោកអ្នកបដោះបដាលដែរដូច្នេះលោកបង្រៀនមនុស្សឲ្យមានការចេះដឹងតាមជួយសិស្សប៉ុន្តែវាខូចតែសិស្សទេមិនដឹងគុណគ្រូអាហ្នឹងមិនដឹងគុណគ្រូបាបហើយញោមគេហៅថាគេហៅថាកូនសិស្សហ្នឹងអ្នកធ្វើស្វាយគ្រូនឹងគាត់បកកែខាងដើមស្វាយឲ្យចេញផ្លែខុសអាដៅលក់ហើយដល់តែពេលកូនសិស្សនឹងវាទៅអំបសុំរៀនលោកគ្រូមើលចរិតអានេះបរៀនមិនកើតទេបរៀនអត់កើតតែមកខូចណាស់វាមិនដឹងគុណទេអាកូនសិស្សនឹងទៅជួយបង្រើម្ដាយគ្រូនោះជួយបង្រើឲ្យម្ដាយនឹងជួយបង្វល់លោកគ្រូនឹងលោកគ្រូក៏ជួយបង្រៀនសិស្សនឹងទៅចេះធ្វើស្វាយលក់ខ្លាចជាអ្នកមានស្ដុកស្ដំហ្នឹងញោម
ដល់làសម័យក្រោយគេសួរថាណែឯងចេះធ្វើស្វាយហ្នឹងណាចេញផ្លែគ្រូបាដៅហ្នឹងចេះពីគ្រូនងមកមែនទេមែនទេមិនចេះពីគ្រូនងខ្ញុំរៀនពីគ្រូណាណាមកខ្ញុំមិនចេះពីគ្រូនងបើថាចេះពីគ្រូហ្នឹងវាអន់ពេកដល់មើលងាយគ្រូប៉ុណ្ណឹងខ្ញុំដើមស្វាយចាប់ដើមងាប់អាតកូលធ្លាប់តែមានហ្នឹងធ្លាក់ខ្លួនក្រស្រឹបរហូតលហែមលហាមវិញដោយសាររមិលគុណគ្រូយើងមើលឃើញដែរអ្នកដេញចបៃមួយណោអ្នកដេញចបៃជួយបង្រៀនកូនសិស្សពីដំបងកូនសិស្សសុំរៀនអត់ឲ្យរៀនទេមើលទៅសិស្សនេះអត់ដឹងគុណសិស្សហ្នឹងទៅតាក់តងម៉ែទៀតដែរតាក់តងម៉ែឲ្យជួយទៅបង្រើម្ដាយហ្នឹងទៅម្ដាយក៏ថាកូនអើយបង្រៀនគេផងទៅបង្រៀនគេផងទៅគេល្អណាស់ដើម្បីគោរពពាក្យម៉ែក៏បង្រៀនដល់តែបង្រៀនចេះហើយរកការងារឲ្យធ្វើឲ្យទៅច្រៀងក្នុងវាំងញោមព្រះជើងតិចញោមក៏មើលមកហើយចុកជើងតែញោមមើលមកហ្នឹងព្រោះអាត្មាចិត្តនឹកឃើញយាយនោះគេយកចង្ហាន់ទៅប្រគេនលោកកំពុងប៉ែនទៅដល់យាយទៅប្រគេនចង្ហាន់ទៅលោកប្រែជើងទៅឲ្យចាប់តែចៅយាយមកតាមក្រោយយាយថាងាប់ហើយគ្មានស្លៀកអីបន្តិចគ្មានស្លៀកខោអីបន្តិចចឹងលោកតឡាអត់ទេញោមស្លៀកខោត្រូវអាបាត់យើងប៉ុន្តែថាចៅនេះទេចៅគាត់អត់ស្លៀកខោហើយដល់លោកប្រែជើងលាខ្លួនលោកថាស្លៀកខោត្រូវអាបាត់តែចឹងអាត្មាតែប្រែជើងចេះនឹកឃើញរឿងហ្នឹងញោមចឹងបានមកឲ្យញោមមើលមកនេះផ្លៃគីឡូមានចៅណាអត់ស្លៀកខោមកឲ្យយាយថាដូចគ្នាដល់ពេលមិញហ្នឹងគ្រូនឹងសម្រាប់ចិត្តថាបង្រៀនឲ្យចេះដាញ់ជាបៃហើយរកការងារបានធ្វើក្នុងវាំងអាយុបន្តិចទៅអួតប្រាប់ស្ដេចគ្រូថ្ងៃនឹងខ្ញុំចេះប្រហែលតែគ្នាឲ្យប្រាក់ខែស្មើគ្នាមកស្ដេចថាហេធម្មតាគ្រូវាចេះជាងសិស្សវាមិនដល់គ្រូទេចេះអស់ហើយគ្រូចេះប្រហែលខ្ញុំចេះទាំងអស់ដល់តែបកកាយទៅឡើងស្ដេចណែគេមកឲ្យមើលងាយគ្រូចឹងទេតែមើលងាយគ្រូចឹងធ្លាក់រាសីខ្លួនណាឥឡូវបើណែឯងចេះស្មើគ្រូមែនឯនោះនៅតែរឹងមានអ្នកថាគេចេះជាងគ្រូដែរគេចេះហើយគេក្មេងគេកម្លាំងល្អជាងគ្រូសម្លេងគេល្អជាងគ្រូផងបើមកឲ្យប្រាក់ខែគេទៅស្រុកវិញគេលែងធ្វើការធ្វើឲ្យស្ដេចខ្ញាល់តែថាឥឡូវបើណែឯងអួតអញ្ចឹងដាក់បោះស្បុកពីរប្រឡងគ្នាបើណានាចាញ់នឹងសម្លាប់ចោលអាម៉ាតប្រកាសប៉ៅកងប៉ៅក្មួយឲ្យអ្នកស្រុកមកមើល7ថ្ងៃទៀតពិធីប្រឡងគ្រូនឹងសិស្សណានាចាញ់សម្លាប់ចោលគ្រាន់តែប៉ុណ្ណេះគ្រូអង្គុយយំការຕົកអញមុខតែចាញ់គេថ្មិញក៏បាក់ដៃក៏ទុនដេញចបៃក៏លែងព្រោះច្រៀងក៏លែងព្រោះចេញតែទឹកមាត់ចឹងហើយអញមិនទៅទេទៅអញមុខតែគេសម្លាប់ចោលខ្មាស់គេអញទៅចងកសម្លាប់ខ្លួនរៀបចងកនឹកឃើញម្ដាយឪពុកម្ដាយឪពុកអញចាស់រាល់ថ្ងៃបានដើរដេញចបៃហ្នឹងហើយមកចិញ្ចឹមម្ដាយឪពុកនេះហើយបើអញស្លាប់ទៅពីណាអ្នកចិញ្ចឹមម្ដាយឪពុកត្រឡប់មកវិញកុំចងកអីមកដេកមិនលក់នឹកឃើញទៀតហ៊ីខំបង្រៀនគេអស់ពីខ្លួនទីបំផុតគេយកអញទៅស្លាប់បើរស់នៅគង់តែដល់ថ្ងៃស្លាប់ដូចតែគ្នាទៅស្លាប់ឲ្យហើយទៅចងកមួយជើងទៀតឡើងរៀបចងកនឹកឃើញទៀតហេចុះបើអញស្លាប់ទៅបានណាមើលម៉ែមើលឪម៉ែអើមិនទាន់ស្លាប់ផងអញស្លាប់ទៅមុនគាត់ក៏ស្លាប់តាមដែរមិនកើតទេទៅវិញទៅចាំម៉ែចាំឪគ្រាន់តែទៅហែងមក7ដងញោមក្តៅឆេវដល់ប្អិនមកប្អិនឯនោះចុះខុសចុះមកវែងលោកគ្រូជំរាបសួរណែឯងជាណាខ្ញុំអតីតពីមុនមកជាកូនសិស្សលោកគ្រូដែរប៉ុន្តែបានទៅកើតជាប្អិនដែរខ្ញុំដឹងរឿងលោកគ្រូឲ្យលោកគ្រូកំភៃខ្ញុំដឹងគុណលោកគ្រូទៅប្រឡងខ្ញុំនឹងទៅជួយលោកគ្រូគេមើលខ្ញុំអត់ឃើញទេលោកគ្រូមើលខ្ញុំឃើញខ្ញុំធ្វើម៉េចធ្វើតែតាមខ្ញុំទៅអញ្ចឹងដល់អញ្ចឹងដល់មកប្រឡងចាប់ផ្ដើមដេញបត់ដបងស្មើគ្នាគេមើលទៅយ៉ាងដូចទឹកដៃគេខ្លាំងមកទៅស្មើជាមួយគ្រូដែរស្រាប់ដល់ប្អិនកាន់ចបៃមួយហោះមកចំកាំងពីមុខដែរប្អិនជួយដេញសំឡេងចបៃប្អិនមកវិញចូលជាមួយចបៃគ្រូនោះលូបកាន់តែព្រោះដល់អញ្ចឹងទៅលឺកាន់តែព្រោះខ្លាំងមនុស្សឃើញថាអូខាងគ្រូឈ្នះហើយប្អិនបដាច់ខ្សែមួយប៉ាត់ក្នុងរឿងនោះចបៃគេខ្សែ5ប៉ុន្តែចបៃយើងខ្សែតែ2ទេប៉ុន្តែគេហៅថាវាអ្នកប៉ិនណាប្រែថាប៉ិនណាប៉ុន្តែយើងមើលភិនភាគហ្នឹងវាចបៃទេដេញច្រៀងដល់ពេលបដាច់មួយប៉ាត់គ្រូបដាច់តាមដែរសំឡេងកាន់តែព្រោះឡើងប៉ាន់បដាច់មួយប៉ាត់គ្រូបដាច់មួយប៉ាត់ទៀតកាន់តែព្រោះឡើងប៉ាន់បដាច់អស់នៅសល់តែខ្សែមួយភ្លេងប៉ាន់ភ្លេងទឹកចូលមកទាំងអស់ញោមមកនិយាយពីព្រោះលុបសំឡេងកូនសិស្សហ្នឹងគេក៏អស់គេមើលតែកូនសិស្សគេហូរឲ្យថាវាមិនកើតទេអាកូនសិស្សមើលគ្រូអញនេះក៏ព្រោះយើងអស់ប៉ាបដាច់ខ្សែមួយម្ដងអញបដាច់តាមដែរបដាច់ប៉ាត់ធ្លាក់សលេងមិនតិចដេញទៅកត្រាក់បដាច់មួយប៉ាត់ដេញទៅត្រត់បដាច់មួយប៉ាត់ដេញទៅត្រែតបដាច់អស់ហើយលេងនៅសល់ខ្សែមួយលែងមានបត់លែងមានបែបអ្នកស្រុកតោងជើងទាញមកវាមិនខ្មេះទេអាកូនសិស្សមើលងាយគ្រូមកចុះមកអូមកខ្លះមកដៃខ្លះមកជើងខ្លះមកបំណងខ្លះមកអីញោមមកខ្ទេចឆ្អឹងប៉ិនក្របអង្គគេវាយឡើងខ្ទេចស្លាប់បានគេថាឃើញទេល្មិលគុណគ្រូទីបំផុតវិនិច្ឆ័យអញ្ចឹងបានដូចបងបណ្ឌិតណែបងបណ្ឌិតមិញហ្នឹងណាបងបណ្ឌិតហ្នឹងមកពីបណ្ឌិតពីដើមសឹកពីបេខោគេហៅបណ្ឌិតសឹកពីនេនគេហៅជីហើយដល់គាត់មានចំណេះចេះដឹងពីកន្លែងហ្នឹងធ្លាប់អញ្ចឹងបានគាត់នឹកឃើញគុណគ្រូដឹកនាំប្រជាជនធ្វើនឹងហើយដឹងគុណគ្រូអញ្ចឹងបានយើងមកធ្វើបន់សងគុណយើងគោរពកម្មវិធីផ្សេងជាមួយគ្រូណាញោមណាគេដូចហៅថាអត់ខាននេះឃើញគ្រូមកងើបឈរ
បច្ចុប្បន្នថាលេអ្នកចូលទៅបំរើតាមកាលតាមវេលាដូចជាការដាក់វេនសុសាយៈស្ដាប់ពាក្យព្រានបដៅលោកដោយគោរពបរិច្ចារិយាយៈចូលទៅពង្រឹងបន្តិចបន្តួចតាមកាលវេលាដូចជាហុចកែវហុចពេញបាច់ដៃបាច់ជើងតិចមកអញ្ចឹងមកណាហើយមួយទៀតទៅគឺថានាំគ្នាគោរពស្ដាប់ធ្វើតាមពាក្យលោកឲ្យល្អកុំឲ្យប្រឆាំងពាក្យលោកអ្វីដែលលោកអប់រំទូមានមកល្អនេះសម្រាប់ខាងប្រសង់ជាកូនសិស្សគុណផ្ទាល់ឯចំណែកប្រសក់ទូទៅលោកក៏មានគុណធម៌សម្រាប់យើងដែរគឺថាប៉ានិវារេនតេញ៉ាំងញោមកុំឲ្យធ្វើបាបញោមឲ្យកុំធ្វើបាបកល្យាណីនិវាសេនតេញោមកុំធ្វើបុណ្យណែធ្វើផ្លូវធ្វើស្រះធ្វើលបងធ្វើបុណ្យទៀនណាញោមជីវិតយើងមិនទៀងទេតិចទៀតយើងស្លាប់ហើយតើនៅរស់ធ្វើបុណ្យឲ្យហើយកល្យាណីណែម៉ាណាសាគឺថាអសង្គ្រោះបដិទេនតេអនុកម្មបន្តិសង្គ្រោះដោយទឹកចិត្តដោយសេចក្តីស្រឡាញ់មិនថាកូនគេមិនថាកូនយើងមិនថាប្រសងកុហកលោកជួយតែទាំងអស់ណាញោមណាហើយមួយទៀតទៅអសុតាំងសាវេនតិធរណារឿងរ៉ាវណាយើងមិនដែលចេះមិនដែលដឹងលោកនិយាយនិទានប្រាប់យើងសុតាំងបរិយោតពេនតិធរណាដែលយើងធ្លាប់ដឹងធ្លាប់ធ្វើឲ្យលោករំលឹកយើងរឿយណាញោមណាសាគាំងមគ្កាំងអចិខន្តិលោកបានអប់រំទូមានប្រាប់ផ្លូវនេះទៅឋានសួគ៌ណាញោមធ្វើបែបនេះបានបនធ្វើបែបនេះបានដល់ម៉ែឪធ្វើបែបនេះល្អឃើញដែរនេះហើយតួនាទីលោកជាគ្រូមានសម្រាប់យើងដូច្នេះយើងវិញដឹងគុណលោកគោរពលោកក្រោកឈរទទួលលោកបដិបត្តិលោកដូច្នេះបានជាយើងធ្វើបន់ចម្រើនបច្ចុប្បន្នប្រកេនលោកមានន័យថាយើងសុំខមាទោសខុសឆ្គំឆ្គងអីប្រមាណកុំឲ្យបាបកម្មយើងនិយាយដើមលោកអីណាញោមធម្មតាមនុស្សមានខុសមានត្រូវជួនកាលនិយាយសម្ដីខ្វះការគោរពកាយវិការខ្វះការគោរពអីទៅនិយាយដើមលោកខឹងលោកម្ដងម្កាលអីសុំខមាទោសលោកហើយស្រោចទឹកប្រកេនលោកហើយតែសកលតវេរីនេះមានន័យថាជីវិតមហិច្ឆជីវិតមហកជីវិតមហកម្មជប់លៀងជីវិតរបស់លោកឲ្យបានដោយកើតម្ដងទៀតចឹងរស់នៅឲ្យបានយូរនិមន្តប្រសងមកចម្រើនព្រះបរិត្តថ្វាយដល់លោកឲ្យព្រះបរិត្តនឹងជួយការពារជីវិតលោកគេហៅថាចម្រើនបច្ចុប្បន្នតាមបែបអាយុវឌ្ឍនកិច្ចអាយុវឌ្ឍនកម្មហើយក៏បានធ្វើចង្ហាន់រាប់បាតប្រគេនបច្ច័យប្រគេនចង្ហាន់ដល់ប្រសងដល់យាយតាហូបទៅឲ្យគេជីវិតរស់ដើម្បីឲ្យបានបនជីវិតរស់មកលោកគ្រូយើងគេឲ្យឈ្មោះហៅថាអនុបទានកិច្ចអនុបទានកម្មណាញោមណាប្រគ្រូហើយអាត្មានឹកឃើញរឿងគ្រូនឹងចេះគេហៅថាគ្រូកាចសេះខូចជួនកាលយើងចេះតែកូពីយកតាមគ្រូពេកវាខុសដែរជួនកាលយើងកែថាភាសាឥឡូវគេថាអាប់ដេតកន្លែងខ្លះយើងកែតម្រូវព្រោះអាត្មាវាមានរឿងលោកគ្រូនៅក្នុងធម្មបទនោះគាត់បាក់ជើងហើយដល់គាត់បាក់ជើងគាត់ទៅបង្រៀនសេះអាសេះជើងល្អមិនក៏ដែរឲ្យតែគ្រូនឹងបង្រៀនសេះដើរពីងព្រះអង្គរហូតវាដើរតាមគ្រូនឹងធ្វើតម្រាប់តាមរហូតដើរបាក់ពេកតាមគ្រូនឹងអញ្ចឹងបានគេថាពុតគ្រូកុំត្រាប់ច្បាប់គ្រូឲ្យយកព្រោះគ្រូក៏ជាមនុស្សដែរជួនកាលមានចំណុចខ្វះខុសឆ្គំឆ្គងបំបត្តិចោលទៅកុំកូពីតាមអីអាត្មាឃើញអ្នកកូពី2 3អង្គហើយលោកគ្រូមួយគេហៅលោកគ្រូសបកអលឹកសក្រាចមុនហ្នឹងលោកកើតប្រកាំងឈឺក្បាលខ្លាំងក្តៅប្រកេះដល់ពេលអញ្ចឹងទៅលោកបានអាអលឹកលោកពុះអលឹកនឹងជា2ហើយលោកខ្វៀលយកអលឹកសាច់នឹងអស់ទៅលោកយកសបកមកពាក់ទៅវាតិចប្រកេះលោកដល់ទៅលោកគ្រូនឹងសកត់ទៅឡើងលោកថ្មីមកធ្វើសក្រាចទេញោមលោកឲ្យមានឈឺប្រកាសឈឺប្រកាំងស្អីលោកទេប៉ុន្តែលោកចំណាំសក្រាចមុនឲ្យតែបានអលឹកលោកពាក់អញ្ចឹងលោកក្រោយហ្នឹងអញ្ចឹងដែរតែបានអលឹកពុះខ្វោកយកថ្លាព្រាកាយចេញយកមកពាក់និយាយតាសោចព្រាតចិត្តកេះគ្នាហើយមិនពាក់អញ្ចឹងលោកថាឃើញតែលោកមុនធ្វើអញ្ចឹងដែរលោកគ្រូមួយទៀតគេហៅលោកគ្រូបាតធ្លុះបាតលោកវាធ្លុះយកទៅមើលថ្ងៃរមើលអាកន្លែងធ្លុះនៅតាណាដល់ទៅពេលលោកសកត់ទៅណាញោមកូនសិស្សក្រោយហ្នឹងឲ្យតែឆាន់ហើយលើកបាតមើលរហូតលោកចំណាំថាកាលមុនឃើញតែគេលើកមើលចឹងដែរសក្រាចមុនឥឡូវលោកធ្វើតាមអញ្ចឹងរឿងខ្លះมันមានអត្តន័យมันមានប្រយោជន៍ក៏យើងលុបចេញទៅយើងយកតែល្អអញ្ចឹងមនុស្សយើងមានខុសមានត្រូវបើយើងទាំងអស់គ្នាបំបត្តិសេចក្តីល្អចេញលើកតែកំហុសវាមិនចេះខ្វះទេនិយាយបែកអូហូជាស្ទឹងនិយាយមិនអស់ផងក្អែកមួយជាក្អែក10មាត់យើងនេះអត់មានកម្រោបទេញោមមកបកែនិយាយណានិយាយលើសពីចំណេះអ្នកខ្លះមិនដែលចូលរៀនសាលានយោបាយអី1ម៉ោងទេប៉ុន្តែថានិយាយនយោបាយបែកពពុះមាត់មួយថ្ងៃនិយាយមិនអស់ផងជួយក៏ចេះមែនទេចេះវិភាគចេះគិតគួរចេះមិនធម្មតាទេហើយបើថានិយាយពីធម៌អាវិញតែយ៉ាងកាញ់សូត្របញ្ចប់ផងប៉ុន្តែបើនិយាយលោកនេះវាខុសចេះលោកនេះវាខុសចុះប៉ុន្តែខ្លួនឯងសាលាបល័យក៏មិនដែលចូលសាលាធម្មៈក៏មិនដែលចូលដល់ចេះជាងគេជាងឯងអញ្ចឹងបានគេថាធម៌វិន័យចេះតែណែគេថាម៉េចដីចេះតែដោះអាចារ្យចេះតែផុសវិន័យចេះតែបាត់ណាញោមណាអញ្ចឹងកុំឲ្យចេះហួសក្បួនអញ្ចឹងហើយគោរពតាមគ្រូល្អណាស់ឥឡូវយើងបានបំពេញកាតព្វកិច្ចចម្រើនបច្ចុប្បន្នជូនលោកគ្រូហើយអញ្ចឹងការធ្វើបែបនេះជាគំរូដ៏ល្អសូមសំណូមពរ2ចំណុចទៀតបងអីចេះរឿងកុហកហ្នឹងណាថ្វាយបង្គំគុណម្ចាស់ដោយរឿងខ្ញុំកណាកុហកតានៅទាំងហើមចុងក្រោយដើម្បីឲ្យគាត់ស្ងប់ចិត្តនឹងបាបកម្រិតណាដែរតែចុងក្រោយខ្លាចជាការពិតហ្នឹងវាធម្មតាដើម្បីមានសន្តិភាពដើម្បីបានត្រាស់ដឹងជាពុទ្ធហ្នឹងតស៊ូសិនណាញោមណា
ឲ្យកូនទៅគេឲ្យប្រពន្ធទៅគេស្ដីគេជេរអ្នកខ្លះគេថាធ្វើដល់ឪគេឲ្យហ៊ានយកកូនទៅឲ្យគេយកទៅធ្វើបាបមិនទួលខុសត្រូវចេញទៅបួសចឹងដែរអត់នៅមើលកូនអាឡ័យរត់ចោលកូនរត់ចោលប្រជាជនទៅបួសការជាប្រវេសន្តរអតម្រៃមង្គលសម្រាប់ជួយប្រជាជនឯងយកទៅឲ្យគេឲ្យប្រជាជនក្តៅក្រហាយពេញស្រុកពេញនគរគេបដិញ្ញចេញពីភូមិពីស្រុកព្រះអង្គសុខចិត្តធ្វើសិនពីព្រោះផ្លូវដើម្បីបានសម្រេចតលឆ្លងកាត់អារបស់អស់ហ្នឹងឧបមាមួយយើងមានអំបែងត្រូវអំបែងនៅក្នុងខ្លួនបើមិនយកអំបែងនឹងចេញទេមនុស្សនឹងត្រូវស្លាប់ដល់តែយើងយកអំបែងនឹងចេញយើងត្រូវទៅវះមនុស្សនឹងហើយសួរថាវះគេឈឺអីអត់គេឈឺប៉ុន្តែសុខចិត្តឲ្យឈឺសិនចុះដើម្បីបានផុតពីឈឺទៅរស់បានវិញហើយតែចង់ឲ្យគេរស់យកមកជុលទៅចាក់គេសួរថាចាក់គេឈឺអត់គេឈឺប៉ុន្តែទ្រាំបន្តិចសិនទៅសុខចិត្តធ្វើអំពើបាបចាក់គេចាប់គេឆ្លិចដូចថាកុំឲ្យរួចអីចឹងណាញោមពីដើមញោមចាប់កូនកោះខ្យល់ណាញោមណាអ្នកអាមេរិកយកអវប្បធម៌ហ្នឹងទៅចាប់កូនកោះខ្យល់ប៉ូលីសចាប់ដាក់គុក2ម៉ោងញោមឃើញកូនមានស្នាមពេញខ្លួនណាឯងធ្វើអំពើហិង្សាដាក់កូនយកម៉ែឲ្យទៅដាក់គុក2ម៉ោងដល់ពេលឥឡូវគេដឹងវប្បធម៌ហ្នឹងគេថាគេធ្វើដើម្បីជួយឲ្យកូនជាគេចាប់ដៃចាប់ជើងកុំឲ្យកូនរឿងគេកោះខ្យល់ដឹងថាកូនវាយំវាពិបាកប៉ុន្តែយើងសុខចិត្តបញ្ច្រកថ្នាំសុខចិត្តចាប់កោះខ្យល់ទ្រាំមកឈឺបន្តិចសិនទៅវាបាក់មិនក៏ដោយចុងក្រោយវាបានល្អមកវិញអញ្ចឹងហើយបានថាផ្លូវទៅឋានសួគ៌វាមិនមែនស្រួលវាលំបាកអញ្ចឹងដូចជាយើងមានការភូតមានការកុហកមានការធ្វើអាក្រក់អីខ្លះញោមមកឲ្យបើសិនជាមិនធ្វើបាបក៏វាអត់មានបុណ្យបានដែរក្នុងពធជនយើងនេះដើម្បីឆ្លងទៅកាន់បុណ្យបានឆ្លងកាត់ពីបាបទៅសិនណាញោមវាមានន័យថាដើម្បីបានសុខស្រួលតលំបាកសិនដោយពពុទ្ធិស័តដំបងសុខចិត្តក្រាបធ្វើឲ្យគេជន់សិនណាញោមធ្វើផ្លូវសិនណាដល់ទីបំផុតព្រះអង្គត្រាស់ដឹងឡើងព្រះអង្គមកជួយវិញទាំងអស់ជួយទាំងអ្នករិះគន់ព្រះអង្គជួយទាំងអ្នកជេរព្រះអង្គជួយទាំងកូនទាំងប្រពន្ធព្រះអង្គទីបំផុតព្រះអង្គអ្នកជួយវិញសោះប៉ុន្តែពីដំបងសិតតែឯងចេះជាងព្រះដល់ទីបំផុតព្រះទេអ្នកជួយយើងណាញោមណាយ៉ាងណាមិញញោមសួរពីរឿងកុហកលោកតាកុហកខ្មោចបាញ់ហ្នឹងយើងគិតមើលពីអារម្មណ៍វាបាបហើយនឹងវាបុណ្យសួរថាបាបតិចហើយបុណ្យតិចបាបច្រើនហើយបុណ្យច្រើនបើអារម្មណ៍គាត់ល្វើល្បាយមនុស្សដែលស្លាប់ទៅអារម្មណ៍ល្វើល្បាយគេហៅថាកម្មនិមិត្តកតេនិមិត្តកម្មនិមិត្តកតេនិមិត្តតែកតេនិមិត្តគេទៅអបាយគាត់អាចទៅអបាយបានទៅនរកទៅប្រែតបានអញ្ចឹងបើយើងតម្រង់អារម្មណ៍គាត់មួយឲ្យគាត់ល្អបានមកក្នុងឋានសួគ៌បានមកនឹកគុណពុទ្ធគាត់ជ្រះថ្លាគាត់មកកើតឋានសួគ៌គាត់កាត់កន្លែងល្អយើងឃើញថាយើងជួយគាត់ធំប៉ុណ្ណាយើងកុហកយើងបាបតិចមែនប៉ុន្តែយើងជួយគាត់បានធំមកមិនអញ្ចឹងណាញោមណាអញ្ចឹងហើយបានញោមញាតពីដើមណាញោមញាតសុខចិត្តមុខខំអីញោមផ្ទះមុខវាយអីសមោចសង្ហាអីចាប់ញិចខ្ទេចអស់ហើយប៉ុន្តែញោមដឹងថាបាបដែរប៉ុន្តែបុណ្យរបស់ញោមនៅតាណានៅជួយកូនប៉ុណ្ណាណីជំការឃើញពស់ហ្នឹងវាមករកចាក់កូនបើសិនជាញោមមិនជួយទេពស់ហ្នឹងចាក់កូនស្លាប់អញ្ចឹងហើយវាយពស់ហ្នឹងពងដឹងតែញោមបាបហើយវាយប៉ុន្តែផុតពីបាបហ្នឹងសួរតែញោមបានប្រយោជន៍ប៉ុណ្ណាបានកូនមួយនៅរស់ហើយខ្លាយទៅជាចវាយស្រុកចវាយខេត្តជួយប្រជាជនឡើងមកកណោអ្នកណោះញោមមើលឃើញទេអញ្ចឹងហើយរឿងខ្លះវាត្រូវតែតស៊ូឆ្លងកាត់លំបាកដើម្បីបានសេចក្តីសុខកិច្ចមិនផុតទេណាញោមណាវាមានអញ្ចឹងដែរអញ្ចឹងបានប្រពុតក៏លោកប្រើល្បិចអស់នឹងច្រើនដែរញោមពិខុសង្ឃលោកប្របាក់ពេកពិបាកគ្រប់បត្តិបានតែវិន័យច្រើនពេកធុញបងថាបើធុញមិនបាច់គ្រប់អាទាំងអស់ហ្នឹងកាន់តែមួយទេរក្សាចិត្តឲ្យតែបានទៅអាហ្នឹងបានសម្រេចអញ្ចឹងព្រះអង្គរមមធ្យោបាយអញ្ចឹងហើយដោយអានន្តជាប្អូនដូចនន់ប្អូនរបស់ព្រះអង្គហ្នឹងហើយគេវក់ចិត្តទៅជាមួយរឿងស្រីហ្នឹងគេយកបាតទៅឲ្យព្រះអង្គឲ្យវត្តគេមិនតាន់ដាច់អាឡោះអាឡៃនៅតែលាគ្នាហ្នឹងថាឲ្យឆាប់ត្រឡប់មកវិញណាដល់ព្រះអង្គឃើញគាត់ហ្នឹងជាប់ទៅជាមួយស្រីប៉ុណ្ណឹងថាស្អាតណាស់ជាមួយនាំទៅមើលអាស្រីជាមួយតថាគតនាំទៅមើលអាស្រីស្អាតជាងហ្នឹងមកយកទៅឃើញស្រីសួរស្រាប់តែឆ្លាញ់ស្រីសួរឯនោះជាងញោមណាគេដែរអញ្ចឹងទៅបានឃើញតែឯនោះវាស្អាតជាងហ្នឹងអញ្ចឹងបើចង់បានស្រីសួរឲ្យនន់ហ្នឹងបួសទៅឯនោះលឺតែអញ្ចឹងបួសមែនចង់បានស្រីសួរដល់របួសពិចារណាធម៌មែនតែនទៅមានអីក៏នៅរហូតទៅអញ្ចឹងកាលវាល្បិចអូសទាញមកអញ្ចឹងវាមានការដាក់អនន្តដូចអ្នកអាណាថាបណ្ឌកសិទ្ធិចង់ឲ្យកូនល្អឲ្យមកស្ដាប់ធម៌មិនដឹងធ្វើម៉េចរកវិធីជួលហ្មងណាញោមជួលឲ្យមកស្ដាប់ធម៌អស់លុយអស់អីទៅតែកូនចេះស្ដាប់ធម៌ដល់ទីបំផុតកូនចេះស្ដាប់មែនទេលែងបាច់ជួលញោមគេដែរអញ្ចឹងយើងត្រូវតែព្យាយាមពីខាងដើមមកអញ្ចឹងហើយណាញោមយើងមានច្រើនដែលព្រះអង្គរកវិធីសាស្ត្រដើម្បីអូសទាញមនុស្សដូចនាងជាអ្នកបតៈកល្យាណីដែលស្អាតដាច់គេនោះអញមិនទៅព្រះទេព្រះហ្នឹងសំដែងប្រអស់បតោះបង្អាប់ទៅរូបនឹងវាអាក្រក់អញមិនទៅទេដល់ព្រះអង្គដឹងពីទិដ្ឋិហ្នឹងយល់ថាឯងស្អាតជាងគេហ្នឹងមិនចង់មកស្ដាប់ធម៌ព្រះដល់នាងលោភមកមើលព្រះអង្គនិមិត្តធ្វើស្រីឲ្យស្អាតជាងនោះទៀតមកអង្គុយឲ្យគៀកព្រះអង្គុយបកថ្វាយព្រះនាងលោភមើលថាអញស្អាតប៉ុណ្ណឹងនាងទៅក្បែរចូលនាងនោះស្អាតជាងអញទៀតទៅក្បែរព្រះតែធ្វើភ្ញាក់ខ្លួនអញ្ចឹងណាព្រះអង្គផ្ទុញផ្ទាល់ឲ្យឡើងទៀតអង្គលីមានគេល្បីខាងរត់ដេញកាប់រត់លឿនណាព្រះអង្គឲ្យដេញកាប់ព្រះអង្គ3យោជញោមរត់ចង់ធ្លាក់អណ្ដាតដេញអញអួតថាអញរត់លឿនតែរត់មិនទាន់ព្រះសោះឃើញទេព្រះអង្គផ្ទុញផ្ទាល់ឲ្យអាអ្នកបកែអួតនឹងមើលដើម្បីឲ្យទីបំផុតព្រះអង្គចង់កែមនុស្សនឹងវិញធ្វើបាបសិនហើយរត់សិនរត់មួយឆ្អែតសិនណាអរិយហួរអរិនអញចង់ទៅឃើញព្រះទេព្រះទៀតពិបាកអោនមើលចង់ទៅដល់ពេលមកមើលព្រះអង្គនិមិត្តងើយមួយព្រះអង្គចង់បាក់ក
ចឹងព្រះអង្គផ្ទុយផ្ទាល់ដើម្បីអីទីបំផុតព្រះអង្គដើម្បីអូសទាញមនុស្សនឹងវិញអញ្ចឹងណាញោមណាឥឡូវយើងបានធ្វើចប់សពគ្រប់ហើយក៏សូមឲ្យទេវតាទុសបរមីវត្ថុស័ក្តិសិទ្ធិមានឫទ្ធិជួយថែរក្សាការពារញោមទាំងអស់ជាពិសេសប្រគុណម្ចាស់ឲ្យបានគង់ជាមលុបដល់កូនចៅសម័យចំនួនក្រោយនេះឲ្យបានភាពរុងរឿងរីកចម្រើនតទៅមុខទៀតញោមឯចំណែកខាងអតីតបច្ចាធិការវត្តអាត្មាមិញថាសូមសំណុំពរ3ចំណុចសំណុំពរទី1សូមឲ្យញោមគិតគូររឿងនេះមួយដើម្បីលើកតម្កើងបច្ចាធិការគ្រប់វត្តណាញោមទី1បើថាវត្តណាមានបច្ចាធិការជាគ្រូរបស់យើងនឹងលោកចាស់ទៅបនលែងកើតទៅទៀនលែងកើតណាប៉ុន្តែស្រុកហ្នឹងគេធ្វើហើយក៏ល្អដែរបើមិនតាន់ធ្វើអញ្ចឹងទៅសូមឲ្យគ្រប់រោងបនហ្នឹងមានសងមកប្រដាប់លោកមួយផងឧបមាថាយើងមុនលោកតែ4អង្គទេត្រូវរៀប5សម្រាប់សក្រាចមួយផងព្រោះលោកលែងទៅណារួចហើយចែហើយបើវត្តខ្លះអត់គិតគូបានទៅលោកអ្នកនៅកម្លាំងដើរបានដល់ទៅលោកចាស់មែនទែនទៅណាលែងរួចអាឆ្នាំពេទ្យក៏គ្មានអីក៏គ្មានញោមញាតលែងបានប្រគិនអីលោកទៅបានបាត់ក៏មិនបានអញ្ចឹងបើសិនជាលោកចាស់អាក្រែទៅណាលែងរួចគ្រប់រោងបនត្រូវរៀបសំពៅរៀបសងឲ្យលើសមួយសម្រាប់សក្រាចផងណាញោមណាហើយមួយទៀតបើលោកឈឺលោកអាពាធធ្ងន់ប្រជាជនយើងដាក់វេនមកសម្រានមកការពារយាមលោកឬដាក់វេនយកចង្ហាន់មកប្រគេនលោកផងព្រោះលោកទៅបិណ្ឌលែងរួចហើយមួយទៀតគ្រប់កម្មវិធីបន់ទាំងអស់បន់នៅវត្តក៏ដោយបន់នៅផ្ទះក៏ដោយអាចារ្យនាំឧទ្ទិសកុសលផលបន់ឧទ្ទិសមុនគេដល់អតីតបច្ចាអធិការវត្តគ្រប់ជំនាន់ផងអតីតគ្រូពជាយើងផងតាំងពីព្រលឹងម៉ែឪដូនតាយើងនឹងលោកជំនាន់មុននោះក៏ជាគ្រូរបស់ម៉ែឪដូនតាយើងដែរអញ្ចឹងមិនអាចលះបង់គ្រូនេះចោលទេណាញោមណាអញ្ចឹងហើយសូមរំលឹកថាឲ្យតែយើងមានបុណ្យអីសូមឧទ្ទិសដល់អតីតគ្រូឧបជាយាចាសក្រិចគ្រប់ជំនាន់ផងហើយបានបន្ទាប់មកជីដូនជីតាយើងអាចារ្យគណៈកម្មការដូចឥឡូវអាត្មានាំមកទិសអញ្ចឹងទៅអតីតចាតិកាគ្រប់វត្តគ្រប់ជំនាន់ជាគ្រូឧបជាយាចានុគុណមេគុណហើយនឹងបច្ចាធិការវត្តគ្រប់វត្តទាំងអស់ហើយនឹងអតីតអាចារ្យគណៈកម្មការនិងពុទ្ធបរិស័ទដែលមានឧបការៈគុណសម្រាប់វត្តគ្រប់កន្លែងនឹងក៏សូមឲ្យបានទទួលកុសលផលបុណ្យទាំងមេត្តាបិតាដូនតារបស់យើងញាតិទាំងពីសន្តានឲ្យបានផលនេះទាំងអស់អាយចំណែកប្រគុណម្ចាស់កំពុងតែមានបជនមានទីឃាយុរស់នៅសពថ្ងៃសូមឲ្យបានសេចក្តីសុខចម្រុងចម្រើនសុខភាពល្អតរៀងទៅជាមលុបដល់ពុទ្ធបរិស័ទរីឯញោមញាតិពុទ្ធបរិស័ទទាំងចិត្តទាំងឆ្ងាយមកជួបជុំគ្នាក្នុងទីនេះទាំងអ្នកនឿយហត់ជួយតបជួយតែងជួយចាត់ជួយសែងជួយលីសែងលើកទុកលើកដាក់តបតែងរោងតាំងពីចុងភៅចិត្តបន្លែផ្លែឈើអ្នកដាំអ្នកធ្លោស្លុកបងប្រហុកអំបិលវិជែងចាស់ក្មេងជាវិយាវចៈអ្នករត់តុកបំរើជាងបំរើប្រសងក្នុងកម្មវិធីបន់តន្ត្រីពិនពាទ្យអនិតកងស្គរត្រចបៃខ្មុះខំអ្នកដេញអ្នកដំប្រគុំអ្នកផ្លុំអ្នកកោតអ្នកថតរូបអ្នកថតវីដេអូអ្នកបើកមេក្រូអ្នកបើកធុងបាសអ្នកលេងស្គរអាសាសអ្នកលេងសិល្បៈកន្ទ្រឹមកន្ត្រាក់ញាក់កន្ត្រាក់រំត្រំដីតាំងពីអ្នកជួយតភ្លើងជួយតបតែងជួយបោះសម្អាតវត្តជាពិសេសអ្នកលក់អ្នកដូរញោមមកបើបានមកលក់មកដូរចូលបនខ្លះហើយជួយសម្អាតហងកាន់តែបានបនលក់កាន់តែដាច់រស់ស៊ីកាន់តែសុខរូបសម្បុរក៏ល្អសុខភាពក៏ល្អហើយបើមកលក់មកដូរបានលុយហើយមកពង្រាយសម្រាមអីទៅវិញបាត់វិចលុយទៅផ្ទះទុកឲ្យលោកបោះពីថ្ងៃឡើងបែកញើហោយើងប្រយ័ត្នបាបវិញណាញោមណាហើយបន្ទោបងអញ្ចឹងដែរប្រយ័ត្នប្រយែងញោមមកក៏មកបនចប់ទៅទៅនេះធំក្លិនទៅទៅនោះធំក្លិនកុំចេះតែបត់ដៃបត់ជើងដាក់ចិត្តដីដាក់កន្លែងគេគោរពរកបន្ទប់ទឹករកប្រគុណនៃស្រួលបួលណាញោមណាកុំឲ្យវាកើតបាបអញ្ចឹងបើយើងមកព្រាយក្នុងវត្តមកមានសម្អាតក្នុងវត្តផងកាន់តែបានបនបានអានិសង្ឃអញ្ចឹងសូមជូនពរទាំងអស់ទាំងអ្នកលក់ទាំងអ្នកដូរទាំងសន្តិសុខសម្ដាប់ធ្នាប់ទាំងអ្នកមកលេងបនអ្នកមកធ្វើបនអ្នកមកមើលបនទាំងអស់គ្នាឲ្យអាយុវែងសុខភាពល្អរកទទួលទានមានបានកើតការវាលគុំតិចតិជុំជារៀងរហូតតទៅញោមញាតមានបំណងប៉ុនប៉ងប្រាថ្នាយ៉ាងណាអធិដ្ឋានក្នុងចិត្តគិតធ្វើមាត់អិចអុយដែលអាត្មាស្ដាប់មិនឮទេនោះសូមឲ្យសេចក្តីប្រាថ្នារៀងខ្លួនបានសម្រេចដោយគោលបំណងការសម្ដែងសិនមកតែចប់តែប៉ុណ្ណេះឯងអីវ៉ាន់សាធុវោអស់លោកអ្នកសាធុសពបរោះប្រុសស្រីទាំងឡាយកម្មវិធីដែលយើងកំពុងតែធ្វើក្នុងទីនេះឲ្យឈ្មោះហៅថាបុណ្យខួបនឹងខួបគម្រប់1ឆ្នាំផងគម្រប់3ឆ្នាំផងគឺជាតក្កិណានុបទានជូនចំពោះឧបាសកហេងសោននិងឧបាសិកាលំណៃអពាក្យថាតក្កិណានុបទាននឹងមានន័យថាតាមឧទ្ទិសតាមហុចតាមជូនតាមថ្វាយបើគេសោតក្នុងសង្ឃគុណគេថាតក្កិណានុបទានគឺទានដែលបុគ្គលជឿនៅកម្មនិងផលនៃកម្មហើយឲ្យទៅកម្មៈផលាំងសត្តហត្វាទាតបទាននឹងជាតក្កិណាទានដែលបុគ្គលជឿនៅកម្មនិងផលនៃកម្មតក្កិណាតេបណៈប្រៈលោកੰសត្តហត្វាទាតបទាននឹងវជរេទានដែលគេជឿថាមានលោកដតីកំណើតដតីផ្សេងពីមនុស្សហើយគេក៏នាំគ្នាធ្វើឧទ្ទិសទៅតក្ខន្តិវត្តន្តិសត្តាយអេតាយយថាសម្បត្តិហេវាសមិច្ឆន្តាទានដែលគេ
miền cô bầm non bát na oi sầm rách riêng ấy muối kia có thưa tới đôi chỉ cô bầm non trong ngày bán đo miệt đá bay đà tam hoi tam một tư tam thoai tam chun bao dương này dễ ở nghe sẽ đạp tới tha bon tẹt khi nan nộp tiến cứ cam ở vị trí phi nhau sổ hối tạo nhẹ slap phi nhau phải chun sổ hối tạo nhẹ slap đó nhôm tẹt khi nan nộp tiến nâng phi nhau sổ hối tạo không mau ta hãy cho bữa kia lấy kia phi nhau tam vinh tam y money tam ấy nông bàn này ở tam tên địa kia tha anh nâng cây lô sọc quạt ở toàn miền vinh bá nâng từ bạc vinh như ná mà lo hỏi không sát ná miền vị trí phi nhau mà bác kéo cho một thật tẹt thì nan nộp tiền nâng ở cái phi nhau tam vinh tam tên địa kia cái miền ong bấy à thì mỗi cái đã lôi châu sẵn thì phí cái trâu tập rạp lấy câu từ nẹ từ tùl thì bấy nẹ từ tùl trâu từ một độ gió to là bầy nắng bàn ban cho dừng phi nhau từ nẹ slap ong và mán thắp bay đôi cái này thì mỗi mà trả tiến châu và kênh to rồi anh đang đối đạn lôi châu từ nẹ kia này thì phí mà trả tiền nẹ tư anh đang đối rạp lấy câu đại pro khám máu miền rộp liền khám máu cho bây giờ thua khám máu mùi nào bây giờ mình chủng pua đôn ta dưỡng đăng tiền đăng ta ao nè thế chẳng bây chủng pua đôn ta dưỡng anh đang hỏi cái hai thằng đối ao lấy câu từ con ai thì bấy cái ao chủng mua tha nè slap nông mò từ tu anh đang đôi mò độ vô đài nhôm nhiệt bút thập bò ra sát bơ lấy cái tha thì muối cái hai thà bầu trên đây giờ sam bát tia giác đo prom đo là bồ cô bầu chia chun đo giấy chun đo tá chun đo là chá men cho từ lược giờ mà đặt bọc lược tóc hay đào chào nó chun qua phong chun bậc kiến đo bậc sóng sang kem hay sâu bậc tật thiệt tả những ban chun bậc kiến to đai rồi đối đã lôi trôi từ kia đây tí pí bà lấy tia gì cả năng của từ sen nè khi pre tha tia dụ thế nào từ men bậc sóng nè từ hay còn men là cha nè từ đây mà cha bon nè từ tí bấy cái ao chum pe ta năng ăn mô tê nè để slap từ nóng quát mà từ tua trade ó ăn mô tê cứ độ vô anh nâng bàn bực bạc ong bầy nâng mình bàn tê này nhôm ná hai ấy chăm bạch miên nhau sở hôi thua bon bị chun từ ao nè slap ta nè slap từ nó từ cái nào rồi ngày nâng nè slap tới từ nơi nào bờ này dây tam đan nè slap từ nơi ná to từ dương thua tầm nào từ tam mưa từ ngọc nè từ bốn dương cực bị slap sần slap ná cao vĩnh slap ná mình cao vĩnh cái tha slap miền bầy sớm một chế tiệm mẹ rana cứ slap hơi ở cao tiếp bàn đo pre rahon tầng ong từ lúc nợ tiền hơi lúc ở cao vĩnh thế luôn lúc ở pui nó mới cao sớm một chế tiệm mẹ rana mùi tiết cái hai thằng khác này cả mẹ rana slap mà khả năng đôi mình nuôi dương slap đay slap chương slap cao xì cá chắc class tranh cao tham mấy chú sọ bạc tham minh nè class slap mà chìm hiền luôn nè class slap bả nha cao xì cá khô cá ba cá che chăm che nam thọp từ út khang bả cay khang che khang chăm mà lấy út khang phịch mình bị đam bả cay riêng chăm mà lấy bả cay riêng phịch mà lo hỏi mà khả năng rồi ngày nó căn là slap bạc bong tới trường cá đai trôi của tôi pi bay đông đang tham vào vô sấy anh nhớ nước mình khơi này vô sấy kẹo ven ta cho lang tiên đã lừa các bá đa rô mà prức đang ven ta nơi nào slap đi slap mà khả năng đó là tí bấy cái hơi thật xăm mà tệ mẹ là nát slap đôi son là một à vậy tới hơi ta slap đôi son là mót cứ phải thôi chôn tầng ó pi pro ban chỉ tha son là mót pro ca slap là bao dương nó về nơi cao tiền còn là son là mót tới ruột riêng cay nó bị chặt pê vì từ rôn từ ria pê chôn cao tới bạ trắng to trắng bạ đầy to đầy bạ chương to chương bạ thâm anh đó là bị chặt men tên tới mới tới đằng to xây từ na thế nên nó đâu tranh vô thâm ấy đôi mẹ chỉ con nhưng khối con khối cam khối của viên đó là mới tới chặt men tên đấy của bọt cháu tên con môi tiết à tên chẳng đấy khối năm khối cam khối break mới tới làm cho bạ hơi trù mới của bọt cháu tên nhà tên môi tiết rùa riêng cài dương chẳng đấy bị tờ bông mà cho thể chua pra liệp prey phong liệp khánh phong đặt anh nằm phong ấy phong liệp bị khảo phong bị khôn phong chặt và tên và tông to chăng chặt lau xi có miếng đấy đó là pe bị chặt cho nó pe tới mà tới mẹ cái vọt cháu ở chặt lục đột cháu nó vô rụng mùi tiền và thôi chân dương slap hỏi nơi cao tiết cứ còn là son là một chẳng ai đã xả rụp chặt rồi mình bán cái vọt cháu vô rụng thay mùi tiền
ហេតុអីបានបថុជនយើងស្លាប់ទៅនៅកើតទៀតមកពីយើងនៅមានចំណងមានពូជអវិជ្ជាតណ្ហាឧបាទានកម្មមនុស្សនឹងត្រូវកើតទៀតពូជនឹងស្អីខ្លះអាក្រក់ក៏មានល្អក៏មានអ្នកខាងអាក្រក់អ្នកខ្លះខ្ចីលុយគេកិច្ចវេះមិនព្រមសងអ្នកនោះឯងស្លាប់ព្រោះត្រូវតែកើតមកវិញសងលុយគេបើមិនសងទេក៏កើតមកធ្វើខ្ញុំបង្រើគេឲ្យតឡោះមកអស់ជាតិលុយនឹងដែរអ្នកខ្លះដើរបិចដើរបោចដើរលួចរបស់គេត្រូវតែកើតមកវិញធ្វើខ្ញុំបង្រើគេសងថ្លៃអារបស់យើងលួចអ្នកខ្លះធ្លាប់វាយគេឲ្យរត់កិច្ចវេះរត់រួចខ្លួននឹងត្រូវតែកើតមកវិញដើម្បីឲ្យគេវាយវិញអ្នកខ្លះធ្លាប់ជាបចោគេដាក់ទំនាយគេស្ដីថាឲ្យគេអ្នកនឹងក៏ត្រូវតែកើតមកវិញដើម្បីឲ្យគេស្ដីថាឲ្យវិញធ្លាប់មើលងាយគេត្រូវតែកើតមកតកូលថោកទាបដើម្បីឲ្យគេមើលងាយវិញនេះផ្នែកខាងអាក្រក់អ្នកផ្នែកខាងល្អអ្នកខ្លះធ្វើបុណ្យប្រាថ្នាអូយអញប្រាថ្នាជាក្រោយឲ្យកើតមកដូចបបរកញ្ញាអញ្ចឹងក៏ត្រូវតែកើតមកវិញដែរដើម្បីឲ្យស្អាតដូចនាងឧមាតន្តីប្រគេនជាពរលោកប្រាថ្នាឲ្យស្អាតដាច់គេកុំឲ្យប្រុសណាឃើញទប់ចិត្តបានមែនយកមកកើតជាឧមាតន្តីរូបស្អាតគ្រាន់តែប្រុសឃើញវិញដាំបាយឆៅពេញអាហ្នឹងខ្លះស្លោភ្លេចបងប្រហុកអស់ហើយឥឡូវតែឃើញនាងនឹងហែកជាងផ្ទះមើលអាយ៉ះអស់ចង់1ម៉ែត្រវាស្អាតពេញវិញប្រុសអស់អ្នកខ្លះប្រាថ្នាចង់ឲ្យមានកម្លាំងខ្លាំងរត់លឿនដោយប្របាទច័ន្ទបញ្ចូលធ្វើបន់ឲ្យប្រាថ្នារត់ឲ្យលឿនមានយាជនីលឿនមែនកើតមកជាស្ដេចមានកម្លាំងខ្លាំងរត់លឿនមានយាជនីលឿនមែនអ្នកខ្លះប្រាថ្នាចង់ឲ្យតន់ព្រះបានជាពុទ្ធបដ្ឋៈដូចមហាឧបាសិកាកើតមកដូចមហាឧបាសិកានោះមែនឃើញដែរអាយុ120ហើយអង្គុយជាមួយចៅក្រមុំនៅច្រឡំគ្នានាងប្រាថ្នាអញ្ចឹងឯស្រុកយើងមានដែរអាស្ទាយ120ច្រឡំចៅក្រមុំនឹងមានអីអត់អាត្មាគិតមើលទៅដូចមិនដែលជួបប្រទេសទេទៅត្រឹមបាច់120ទៅលោកឲ្យតកៅទៅ100នឹងអង្គុយជាមួយចៅក្រមុំចៅនឹងគ្រាពីមុខផងពីក្រោយផងបើមិនគ្រាផ្ងាក្រោយឡើយបើមិនផ្ងាក្រោយផ្កាប់មុខលើកាន់កសែងមួយជូតទឹកមាត់ឲ្យសើមល្អិតពេញនោះដូច្នេះហើយអ្នកខ្លះគាត់ប្រាថ្នាដូចជាធនកសិទ្ធិប្រាថ្នាថាកុំឲ្យចោលលួចរបស់គាត់បានគាត់កើតជាសិទ្ធិឲ្យចោលមិនឲ្យលួចរបស់គាត់បានអញ្ចឹងអ្នកខ្លះប្រាថ្នាខាងល្អជាប់ខាងល្អក៏នាំឲ្យកើតមកវិញអ្នកខ្លះជាប់ខាងអាក្រក់ក៏នាំឲ្យកើតមកវិញចុះអ្នកស្លាប់ទៅនឹងញោមមើលអ្នកកើតវិញមួយមានអ្នកម្នាក់នោះគ្រាន់តែថារស់ស៊ីរកការងារធ្វើមិនបានទៅដេកក្បែរផ្ទះសិទ្ធិផងឃើញគេយកបាយឲ្យឆ្កែស៊ីសិតតែសាច់ឯងហើយរត់ទៅពហុស៊ីមិនបានឆ្កែស៊ីសិតតែសាច់រាប់គីឡូអង្គុយចំណែនបាយឆ្កែអញបើថាមិនបានអីកើតជាឆ្កែសិទ្ធិក៏គ្រាន់បើដែរវិញស៊ីសិតតែសាច់រាប់គីឡូហើយគាត់អស់កម្លាំងគាត់ឈឺគាត់ខ្យល់ស្លាប់ក្បែរផ្ទះសេដ្ឋីនោះទៅកើតកូនឆ្កែនោះមែនណាដល់តែកើតមកហើយទៅញោមមកនិយាយពីបញ្យលឆាប់យល់ឆ្កែនឹងបរៀនឆាប់ចេះទៅណាក៏ហៅទៅតាមទៅវត្តក៏ហៅទៅតាមទៅនិមន្តលោកយកឆ្កែទៅជាមួយមុនលោកទៅសង្ឃទានទៅទទួលចង្ហាន់នៅឯផ្ទះប្រាប់ថាស្អែកខ្ញុំកណាអត់បានមកទេឲ្យឆ្កែមកទទួលពីគុណម្ចាស់ចាំទៅតាមឆ្កែនឹងវាមកមុនលោកមកដល់ព្រោះមុខគាត់នឹងលោកដឹងថាអូគេមកមុនហើយណារៀបបងជប៉ុនដាក់បាតចេញមកដើរតាមឆ្កែហ្នឹងគេនាំផ្លូវពីមុខក្រែងលោមានតោមានខ្លាតម្រៃអីស្ទាក់ផ្លូវគេដើរព្រុសធ្វើសន្តិសុខពីមុខឲ្យហើយទៅដល់អាផ្លូវបំបែកលោកនឹងចេះតែលេងលោកធ្វើដើរខុសផ្លូវទៅនោះឆ្កែវាងាកមកព្រុសថាខុសផ្លូវហើយខុសផ្លូវឯណាទេលោកធ្វើមិនដឹងថាខុសហើយណែទេលោកធ្វើមិនដឹងទៅខាំស្បងជប៉ុនលោកទាញមកផ្លូវនៅឯណែដាក់ចំផ្លូវដើរទៅដល់មុខទៀតលោកឃើញផ្លូវបំបែកលោកលេងទៅណាលោកដើរទៅផ្លូវខាងនោះឆ្កែវាព្រុសថាខុសហើយផ្លូវនេះទេផ្លូវនេះហើយលោកធ្វើមិនលឺឆ្កែនោះខំទាញស្បងមកទៀតលេងចុះលេងឡើងទាញអាយ៉ះចិត្តមកចាមបងដល់ទៅដល់ផ្ទះសេដ្ឋីថាសេដ្ឋីឃើញរួចដូចគុណមិនស្បងលហែកឆ្កែលោកសេដ្ឋីនោះចេះតែខំទាញឲ្យត្រូវផ្លូវអាត្មាចេះលេងសាកវាខំទាញឡើងលហែកស្បងអស់ដល់តែឆាន់ចង្ហាន់ហើយទៅត្រឡប់មកវិញលោកលែងដាងដីលោកហោះទៅលើមេឃឆ្កែវាភ័យខ្លាចធ្លាក់លោកចេះតែហើយចុះមកវិញកុំខ្ពស់ពេកព្រោះឲ្យចុះមកវិញកុំឲ្យខ្ពស់ពេកចេះតែចុះមកវិញមកហើយចុះមកវិញវាឃើញលោកចេះតែខ្ពស់ឡើងវាប្រឹងស្រែកឲ្យព្រោះឲ្យលូឡើងលោកកាលណាខ្ពស់វាព្រោះកាលណាខ្លាំងបែកពងកស្លាប់បដ ாய் ទៅកើតជាខោសកៈទេវបុត្រទល់សពថ្ងៃទៅនេះអាត្មាគ្រាន់តែលើកឡើងថារឿងកំណើតដែលអ្នកស្លាប់ហើយនៅមានការជាប់ជំពាក់ត្រូវកើតពីព្រោះបឋិជនយើងនៅមានអវិជ្ជាតណ្ហាឧបាទានកម្មអ្នកខ្លះជាពាក់លុយគេជាពាក់គុណបំណាច់គេជាពាក់ស្អីច្រើនណាស់សងមិនទាន់អស់ហើយអញ្ចឹងហើយទៅតែពៀនអត់ទាន់រួចឯចំណងច្រើនពេកអញ្ចឹងត្រូវតែកើតទៀតសិនណាញោមណាកន្លែងកើតនៅឯណាខ្លះអ្នកខ្លះកើតនៅអង្គរត្រេតអ្នកខ្លះកើតនៅបឹងវែងអ្នកខ្លះកើតនៅស្វែងតោអ្នកខ្លះកើតនៅអូបដោនអ្នកខ្លះកើតនៅព្រៃភ្លាំងអ្នកខ្លះកើតនៅពូស្រី
đôi chân này slap hỏi cao cục cả lại là hốt đo slap tới kỳ prai priết sẽ lấy nó ở khơi ta chẳng dưỡng đi bên đây chẳng thành ra anh ní dương vậy than nơi phan đầy mùi thì nơi lưu bị phúc lúc ní cầm nát để slap hỏi và để sân thị thầm ấy miên sam sập mùi cả lại nè slap hỏi nâng từ cái miên sam sập mùi cả lại nè khla rồi nơi chi mà nô ní thôi thọp na lưu từ tầm lên kinh vậy đam kia chi luộc kia chân đàn kia rong anh thôi nhá trong chân nhị thoát cũng bao lư cũng bao ấy thôi pê là này anh thôi thọp nâng rụp tầm lên khăn rùa từ cái rụp và prom buồn tròn cả bị cha na chìm lên trên trong cái ấy phật vì cả thôi thọp sọc bè giang từ cái lại để tới cái miền rụp và prom buồn tròn miền Akasa nanca yatana, vinyan nanca yatana, akancanya yatana, nevasanya, niasanya yatana. Nè khlah tiết có chừng ren vipassana samadhi đai trong kinh pi ca chọp chừng pẹ chơi chol cục chơi chọp chừng vẹt chơi là đây cắt cong khnia trong miền trong ban cũng uất khnia ở khi ta sao thà anh nè miền anh nè con pi bầm phốt nè khlang pi sớm na đó lấy tay giật sau đây à ta ngó nó nè thật là bay cặp một đợt mình chơi lấy miền nam rồi muốn để slap ở lên nhói mà đôi chân này hơi cất cho cất lang tới vực miền cất phốt pi slap đấy khlang panna của slap nè chơi của slap nè là ngông của slap vichara samadhi trong kinh ở phốt pi kêu chọp chừng pẹ này có từ cao không prom đọc vào môi tròn rùa vào prom đọc vào môi tròn miền prom mà parisa chia parao hay ta mà ha prom miền parata phi apamana phi apesara parata phi apamana sụt pẹ căn ha về ha pala sụt saya cần đất thai chẳng mau na nhôm ná nơi miền lư pi nâng tiết manu mà krom tiết cao chi manu roi ngay đây pan đà rùa riêng cai chi manu pan quạt miền thọ đây tê và đà chẳng có ra xa sal pram trăm sal pầm bảy miền mê ta nứt ở sâu chặt tung che chanh nao che ao tiên che an được cua che phơi bon miền che đàn nứt nẹt đầu tây group nẹt đầu tây đôi khuôn tê và đà mà nô ní slap tới từ cá không than tê và đá tăng của mùi choan miền than trà tôm ta và tăng diêm miết đọt sắt nâng nằm miền là tây và rạng nằm mi ta và sạ và thầy ní mà bài từ mà nô mà bài tiết ruột riêng cai chi mà nô vẫn đăng cốn tố khó tới phơi lọ có đăng cho bạc che group cho bạc sọc tê che bong pôn thưa peli ria che peli bong pôn chun rót tê và đa peli group tê và đa không tê nhiệt tê peli bò để cha đang bay nhiệt để thay tê peli bò để cha từ tua phi pop pê tê peli thưa bon chun đó là tê thay này chun đó nhiệt để slap tư đăng côn tu khó trâu cao chi manu miên thoa sầm rạp manu miên sân là thoa sổ chi và thoa là này slap tới cả một sọc manu dương năng bình ri ai mẹ mà bài tiết slap tư nơi chi manu ní hết đăng côn tu khó trâu mai ở ấy thế mình sẽ đăng côn mai ở thế đôi đền bậc bộ sạt mai bậc cao thôi đọc tờ slap đọc tờ chương hai chào tờ bát hay nào đây sĩ ở tới mình không thế manu ní slap tới từ cao chỉ sạt đây để chạm chẳng nè mình sẽ đăng côn mai mình sẽ đăng côn ở slap tới từ cao chỉ để chạm tới chỉ cô có bay sky mà chụp mòn tia chẳng mà mình mà bài tiết nơi chỉ manu đây pan té nị dây tì đâm tập bụi khoa đào cắt phùm ná bạch năng bài chụp phùm nâng bài trường ấy còn lùi đây là bỏ e từ khơi vô thằng óc om ta cái tục thật tam tôm sải vô tiết và cay ta khoa đào lùi đào bạch đào bao du tới chua to nè ta bị riêng lùi tăng bị mòn tăng bị tia tăng bị cay tăng bị má mà đâu ní rùa riêng cay chỉ mà nút pan ta cái bông ăn xong thò prai đó là slap tới cay chỉ prai rồi nơi ta không vót chung bên vót đào cho đào lăng nâng anh hay là lừa phèn đây ní cay chỉ prai đào ta mà nút mà bài tiết rùa riêng cay chỉ mà nút pan tay mà nút này anh cứ bạc cay khăng bạc cay mua máy bạc tè cặp bạc tè vay ọt men squat tu khó trâu bạc cay trâu banh trâu cặp squat man squat squat bong paul đăng ta khăng đăng ta treo chai một cái hòm lót phơi nở ruộng mà đọt kinh xong thoa tới nở ruộng slap tới từ cá cái lại nở ruộng chẳng ban cái chai mà nút pram bậc hết cái tham mà nút sạ mà nút sao mà nút ní rùa riêng cay chỉ mà nút và bậc thoa mà nút cay chỉ mà nút sạ tê vô rùa riêng cay chỉ mà nút miên thoa đôi tê và đa na cột tê tê và đa đấy mà nô sạ pê táo mà nô rùa riêng cay chi mà nô hà na cột tới prai pro cái bông ăn xong bụi khoa chăm ta cái phe môi bằng cướp đa ta bạch bọc kê đấy môi tiết cái hai tam nô sẽ để đại tràn nao rùa riêng cay chi mà nô mình sẽ đăng côn man sẽ đăng côn ơi slap tới để tràn vinh mà nô môi tiết cái hai tam mà nô sẽ nề đại gì cao mà nô nâng cương nô nở ruộng slap tới nở ruộng vinh chẳng dừng khơi thà bật to pi cái line prum
đọc và môi choan nó miền cả lạnh tê và đá miền và môi choan mà nụ mà choan tiếp bầm pal à ba giờ phú miền bốn cứ nở ruộng trái đây để chán nâng à sô ra cai buôn tiếp sập tới sam sập môi cả lạnh nâng nè để trời cao với nhé phải sam sập môi cả lạnh như sam sập môi phùm nâng ta dương tới cao phùm môi na ở đằng tề bờ miền nè cao nơi cả lạnh phùm na lõ miền cả lạnh cao nó đôi chỉ cao nông phùm tê và đa sập tê và đa nâng vô đằng đằng côn tu khó trâu miền chấm này ha và sao thay vô hai phần là bậc cao tới chỉ cầm nát trái cầm nát nở ruộng mình toàn bàn chân máu ở nông về tình này chẳng hỏi bàn miền cam vị thi thôi bón đầu tư phải chún ta đòi nhiệt dương cài nhiệt dương nắng còn mình bàn cao cả lại lo này nhôm đó bộ sam sập mùi cả lại nắng đang còn từ cao cho mùi ná hãy chẳng hỏi pe đại miền đa bay đa slap tới côn trái bầm pính cả tập cái cho bọc luôn chỉ nẹt miền thọ cả tình nhú thôi bón đầu tư phải chún tới nắngเรื่องนี้วิจัยประพบปองสำแดงทลายปราบเมาปีบรอมันเนี่ยขนมสเกลกะโซดเป็นลำล้างจังแต่ทวายกลมตื้อปีเล็กปีก้าปีเชิงปีตะบงจำตัดจำตงรอละไงมกนังสอแต่ตัดจูกทั้งไงมวยประพบก็ยิงมาดอซัวท่าบันเนียเมียนนบไอ้นายเธอไอ้เมียนมกเมียนสอแต่ตัดจูกจังไอ้น้องก็ชลอยปราบท่าบอกไปปองโดยจิมราขยมปองรอบอ่านปีอปกขยมปองอปกประดำท่าเอาขยมนั้นทวายกุมตื้อตอดปีขมเอาอย่าปกสลับตื้อเอาทวายกุมตื้อตั้งประมวยนะปะอ๋องอะไรก็ปกสลับตื้อบาดได้บานจิขยมนั้นมาทวายกุมตื้อตั้งประมวยนั้นรอไงตามปีอปกจังซอจังให้บานกอดทวายกุมตื้อจังโยมสกอลตื้อให้นะโยมจ่าปีดามกอดเจขมงท่าอามันดังตื้อมันดังดำบอลขมงปีดามเบอร์เกเจท่ามันดังตื้อนั่งวิทงนนะวิขังอ่ะปัญหาขมายอย่าเลยนี่เจเวียธามันดังตื้อมันดังดำบอลวิสาววิธาจำแต่มันดังตื้อถ้าบางตัวโทรศัพท์มือกูก็เคยตื้อกันได้ไปแจ้งเชียงไอ้จ่าปีดามข้อปีจ่าเลยปลัวจ่าปีดามกอดสลับเอาให้จ่าเลยตอนสลับให้ขมายปีดามก็ข้อปีขมายอย่าเลยได้ขมายปีดามเราเป็นจ่ากอดเจธามันดังตื้อมันดังดำบอลอันนั้นเรื่องหายไอ้เบยโยมดังก็ดังตื้อเบยโยมมันดังประหยัดตะเกียเจนจงได้อะไรกอดมันนี่กอดดังตื้อบอกกอดแล้วกอดมาถวายกุมตื้อตั้งประมวยบ้านประพดประโยชน์ปราบทำแมนจังเตมีนกอปกไหนสลับหายปันแต่อปกนั้นประดามตกท่าอดปีอปกเตอไอโกนนั้นกอมประพฤติอบายยมกเต็มประมวยตากอมเอาโกนเป็นเลงระบายใส่สราเปียเลี้ยพนอลคเนียดาวเลงหัวเป็นเวลียแสบกบบาปประมัดนังสิกระไดเชลเจ้าบาโกนเตอประพฤติอบายยมกเต็มประมวยยางนี้ตรอบสมบัติเกยก็ได้ละปกใจเอาหันเฮาเอาให้บัดบองง่ายกระปรีไอหาโดยขมเอาอย่าปกนั่งเตยชงายแมนตอนนั้นเบิกโกนมันเตยประพฤติอบายมกเต็มประมวยยางนิเตตรอบสมบัติเกยก็ได้ละปกใจเอาเนื้อสกสบายเฮาริจิมเรินเตี้ยโดยอย่าปกอดสลับไปโดยเอาเนื้อเตยจมวยโกนจังปองก็สำได้อุปมาตู้เอาสดับเนี่ยดาวลิงพวกเป็นวิลีแสบกุบบาประมัดเชลจะเอาไอ้นังไตแต่เมียนโตโดยจะตึกตอนตึกจวนดานเชิงเจ้าเตยปังกอตุ่มน้อปังกอจุ่มลัวอดบานในแถซาสกพีปลุกเด็กมันกรุบอดบานเยี่ยมกามตรอบสมบัติของเจ้าลุยเตยจวนการจวนเมรุกโจลเตียจวนการจวนขมเอาจวนเปรียจวนเปรเรื่องราวปังกอตุ่มน้อมอปิดดาวเลนยุบนังแสบกุบบาประมัดเจปีเสจวนปะปุจับจวนดานเชิงเจ้ากิจับจะล้อมกิจับไอเรื่องมันเจ้ามันเช็คกรุบจังปองสำแดงตัวประมวยยางไอสดับจอบตัวปองก็เป็นเจ้าท่ามันเนียนเมียนโนเปย์ตื่นตั้งประมวยนั่งกี่รอบแจ้ตื่นข้างกาวนั่งคือจิตตื่นเมียดาใบดาตื่นข้างทบงจิตตื่นครัวจ้าตื่นข้างเล็กคือจิตบดแผลเยี้ยตื่นข้างเชื้องคือจิตมัดสำลังตื่นข้างเลยจิตสมณะเปรียมตื่นข้างกราวจิตติสกรรมกอเปียทาทวายกุมตื่นเต้นประมวยนั่งมันแม้นตื่นทวายกุมแมนเตนเตทวายกุมตื่นเต้นประมวยนั่งเอาโกนนั่งสังครัวดอนมนุษย์ประมวยคล้อมจมวิงคล้วนอดเปียปกตื่คล้อมตื่นขังตะบงตำนางเอาตื่นครัวจ้าเมียนในถักโกนนั่งเรียนเมียนจำแนกปีครูนาเมาดังก้นครูนุพองเบิกกอดสลับเธอบอลในกอดพองไอ้ตื่นข้างเล็กบดแผลยี่ประเดี๋ยวประปนเบิกเนียนในรั้วสังครัวตามรั้วเบิกสลับห้อยถวยบอลในเนียพร้อมตื่นข้างเชื้อจิมัดสำลังเบิกเนียนในรั้วสังครัวตามรั้วเบิกสลับห้อยถวยบอลในพ้อง
ai từ khang lơ chỉ sa mana priêm của rốt bị khổ song ong na bờ lục nơi rùa bật bát trên trăm lục phong ai bờ lục sự cốt hói của thưa bón bờ kênh lục phong ai từ khang còng tiệt sạ cam mà co khné tôi ta chịu còng chỉ môi dương bờ khné nơi rùa chui sừng cừu khné tới bờ khné sạp hói thưa bón nơi khné phong chấm nay từ khang cáo chỉ từ miệt đa bay đa cái trong than che thẹ tàu nê sáng phải xa mỹ mai ở thọp chăm dương ở lấy đó là quạt chắc ao dương chấm quạt vinh cách chăng nê sang cái xa mỹ bữa mai ở miền cách rồi vốn ở cốn mà chuối cách càng nghe quạt ta càng nghe dương sân còn là vàng sang tập pe xa mỹ prati bắt thay là xa bùi pung vung tờ cố thọp của rúp thọp chưa mấy cầm ao vung tờ cố quạt lẹ on lẹ cho thì gia trang và đây pa chia mỹ thọp sầm bắt cây con để quạt chạy áo thay sai cùng vung phong cầm chơi từ lụa tí bắt anh sao vừa đi quạt ấy ní mày ở nơi rùa miền này thành trăm tụm nộp bầm rong chun bài tật nôm chấm này đo quạt chấm puông mày ở để slap từ hỏi tẹt khi nắng anh nộp bờ tẹt xà mỹ ơi con thưa bón tẹt khi nào nộp bờ tiền đầu tư từ áo ban khi hai thật vai cùng từ hàng cao anh ọt đắng không mà từ vai cùng men tên không mau giờ bốc tăng pi slap tới mình đã ban bài mà mát côn từ thoại cùng men tên trong thật thưa bon ao không bao giờ tốt ở đây thưa sót kết từ thoại cùng men tên à lấy ban tập bút bầm phứ trà phơi thoại cùng từ nắng cứ thưa bon ao vậy ta na nhôm ná chẳng là lấy dưỡng thoại cùng từ hàng cào tây chẳng nè na vô từ tân của mùi nắng ban kỳ hai tham mình đăng tư ấy đó là cái chê ta mình đăng tư mình đăng đồng bón from đại từ lời câu miền đăng tư của mùi nâng ai nè nhóm đó mình đăng thả tư na tầm nang ấy tư na tầm nang ấy à lấy dương đăng ấy nó nhóm có mọi kỳ chê ban từ hàng cá miền đa bay đa từ hàng bốn kru cha từ hàng lách bọt pè địa từ hàng trước mật sầm lanh từ hàng lơ samana priêm từ hàng cám tia sạ cam mà có từ của mùi nâng cái oi sừng kru đó từ tầng của mùi nâng à lấy côn trái cắn tám từ tầng của mùi nâng mua thả côn đào tuôn để tí chỉ côn lọ bây giờ khơi nhà bột mà hộp cái đấy khơi mà đai mà hộp cái đấy mình khơi cái đói có dưỡng trâu tật thưa vì pro vì chỉ tuôn để tí rồi bỏ dương hay bờ côn na để trâu thưa chun chẳng khi hai côn nắng chỉ côn mình chỉ giọt tê và đá nâng thay ra xa côn nắng nâng ban là dụ ven sọc cọp hiệp lọ hơi côn nắng là dụ ven mình ngay slap đòi xa krương stra krương và hát nam pư nam pol tê bờ miền côn trái của côn lọ bờ miền mật phe của mật lọ chụp từ nâng prét tê tê nâng thoa chụp từ manu lọ chụp từ sọc bờ đó từ rồi cách ca nghe thưa ấy có chụp cháy miền này nông trạ chỉ vật chỉ riêng rồi hốt tới đòi xa tại côn nâng ánh cam tuôn để tí chỉ côn lọ chia bị xét kỳ hai côn mình chỉ giọt nâng cứ côn mình ngay slap tay hao câu này vô vén xong đây từ lơ câu nam miền thọ của mùi giang nhôm chăm rọp mưa khôn ấy đã bận tụ khôn ấy tới bờ miền tầng của mùi nắng nhôm khai chỉ câu này vô về nha bực khoa thế nhôm chăm bật thai em cho của mùi giang nấu ti mùi câu ná đạp tiệ priên và đáy mày ở đôi của rốt ti tí câu ná trên trăm mày ở đôi của rốt ti bấy câu ná chia ba chừng ngư mày ở bên con chứ ti buôn câu ná thưa bon sọp chun con tiền con slap ti pram câu ná ro cả lại tầm con là thế thiệt là thế quân là bọn mày ở đôi của bấy ti của mùi cô na nơi tình lực khơi côn có tháo thưa bon tẹt khi na nộp tiền đầu tư tới mà năm cái đây pi năm cái đây bay năm cái đây nhoi trắng cô na miền thọ của mùi giang nâng á để gai ta côn mình chỉ giọt ở chẳng nhiều miền crop bay á hãy bữa crop hỏi đã bận tụ luôn anh mà liền là mong tới này nhau hãy bữa mình crop tới trăm và thèm cho mà lơ pi chấm nói nè để slap tới cao cả lại xanh nâng ở nhôm sẽ đạp rương muối cứ hai tha thay ra xa bùi bông vung tờ cố có màu lẹ cho cao bị mai bị ớ quạt căn và bột sát na quạt miên chùm nứa của rốt rộp án đồn ta quạt của rốt nẹ chết khang côn kháng có căn tam tùm niêm đôi mai đôi ơn chẳng đài khai chôn năm khai bon khai tiến mai ớ thọp thôi mấy có thôi tam ni hỏi kia hai thá thay ra xa bùi bông vung tờ cố miên nẹ khá tiến quạt mình bàn thôi đôi mai ớ thế là họ đào khơi cha bật thề cha thùng pu bong máu chỉ mô tô chạp trong bọc truông quạt là họ đào cha còn đòn một thời gian này cả bị mai ở viên ấy còn bá đăng anh bong phao là bọc thông à lại ọt bị khmau mai ở viên tới mới tại vì mô tô chỉ trong bọc anh viêm squal anh chỉ về sao viêm squal anh chỉ pu về sao mà là hỏi tăngนี้còn nói xa và liệp pu pung vungตะโกลdương đài chẳng ban vì miền rương sẽ thay thùng môi bị đào cóประติบัติละอก็โรซีเมียนบานหายก็เจ็ดถือบอลซอนเตียนให้รักษาสัลก็สลับปีเศรษฐีนี่ตื้อก็ตึกก้าวจุบอันโยไม้ก็ในเมียนโกน
កើតមកបតនឹងឡើងធ្វើជាសេដ្ឋីកូននឹងក៏កាន់តាមទំនៀមលោកឪពុកធ្លាប់ធ្វើម៉េចកាន់តាមធ្វើបន់សន្តានចែកទានជួយសណ្ដោសសង្គ្រោះចាស់ព្រឹទ្ធាចារ្យអ្នកក្រីក្រកំសត់ទុរគតគាត់សុខចិត្តធ្វើតាមដូចឪពុកអញ្ចឹងដល់គាត់ស្លាប់ទៅគាត់កើតទៅជានាតល័យទេវបុត្រមានកូនមួយទៀតសេដ្ឋីនឹងស្លាប់ទៅហើយកូនសេដ្ឋីនឹងខំធ្វើតាមឪពុកទៀតណាអញឪពុកអញនៅចេះឲ្យទានចេះរសាសិលចេះធ្វើបុណ្យហើយរស់ស៊ីផងធ្វើអំពើល្អក្នុងសង្គមផងអញធ្វើតាមឪដល់តែធ្វើបុណ្យចឹងទៅដល់ពេលសេដ្ឋីនឹងគាត់ស្លាប់ទៅគាត់កើតជាបញ្ចសិខទេវបុត្រស្រាប់តែនៅមានកូនសេដ្ឋីក្រោយនេះកូនបញ្ចសិខទេវបុត្រនេះញោមហើយគាត់ខុសគេហ្មងគាត់ថាជីតាអញពេញហៅឆោតឪពុកអញក៏ឆោតតាទួតអញក៏ឆោតនៅមិននៅទៅធ្វើបុណ្យសន្តានរសាសិលអីទ្រព្យសម្បត្តិមកកណោដោស៊ីចាយសបាយហឺហាគ្មានអាណាមានប្រហើអញទេដើរពងអួតអ្នកស្រុកស៊ីចាយសបាយធូនលុយទៅចាំបាច់ធ្វើបុណ្យចាំមិនរសាសិលអីជីតាអញឪពុកអញសិតតែភ្នោះឆោតគាត់ធ្វើអញ្ចឹងហើយដូច្នេះគាត់គិតថាខ្លាចអស់ទ្រព្យមិននឹងហ៊ានដើរស៊ីចាយទៀតរិះថាំទេបើយកទៅស៊ីចាយអស់ក៏វាអស់អញ្ចឹងខ្លាចក្រគាត់ទៅពីប្រមូលទៅឲ្យទៀនធ្វើបុណ្យអីនាំទៅវាអស់រិះថាំអត់ហ៊ានចាយវិញហើយអត់ហ៊ានខ្សែគប់ជាមួយគេអ្នកដទៃនេះខ្លាចអស់ទ្រព្យរិះហុយរិះស្រាប់តែសេដ្ឋីហ្នឹងគេហៅទៅប្រជុំជាមួយគេទៅចូលគាល់ស្ដាច់ញោមដល់ទៅគេឲ្យសម្រាកនៅផ្ទះសេដ្ឋីដទៃណាសេដ្ឋីហ្នឹងឈ្មោះកោសយៈសេដ្ឋីហើយគាត់កំណាញ់លោកបិណ្ឌបាតក៏មិនដែលដាក់ធ្វើបុណ្យក៏មិនដែលធ្វើទានក៏មិនដែលធ្វើឥឡូវទៅប្រជុំគេឲ្យទៅសម្រាកផ្ទះសេដ្ឋីនោះស្រាប់តែប្រពន្ធសេដ្ឋីនោះគេដាំស្លម្ហូបឆ្ងាញ់គេធ្វើមធុបាយយ៉ាទទួលភ្ញៀវគេហៅហូបបាយគាត់អត់ហ៊ានហូបទេតែអញចូលហូបបាយគេអញជាពាក់គេតែគេទៅផ្ទះអញត្រូវតែអញដាំបាយឲ្យគេវិញអញខាតបើអញ្ចឹងអញមិនបាច់ស៊ីបោះនរណាទេកុំឲ្យខាតមកជាពាក់បោះនរណាដល់ឡាមធុបាយយ៉ាហ្នឹងគេដាំលាយស្ករក្រាមលាយសាប់ពេលាយទឹកឃ្មុំគេធ្វើទៅឈ្ងុយគាត់អង្គុយទៅហិតក្លិននេះឈ្ងុយឆ្ងាញ់ណាស់អញចង់ចូលស៊ីដែរប៉ុន្តែខ្លាចជាពាក់របស់គេម្ល៉េះហើយពេលត្រឡប់ពីប្រជុំវិញមកដល់ផ្ទះវិញដេកកើតទុកអាក្លិននឹងវាជាប់នឹងច្រមុះផងវាឃ្លានបាយផងដេកទទួលភួយទៅមកស្រាប់តែប្រពន្ធសួរថាឯងកើតអីគ្រុនណាអត់ទេអត់ស្រួលខ្លួនណាអត់ទេឈឺក្បាលហើយអត់ទេកើតអីឃ្លានបាយងាប់គ្រាន់តែឃ្លានបាយដេកទទួលភួយហើយបាយនោះបាយអាម៉េចក៏វាដល់ថ្នាក់ឃ្លាននៅទទួលភួយមិនប្រាប់ខ្ញុំដាំឲ្យខ្ញុំឃ្លានបាយមកធុបាយយ៉ាទៅផ្ទះសេដ្ឋីនោះគេដាំឆ្ងាញ់ណាស់ឯងយគ្រាន់តែក្លិនគេនោះគេលាយណាសពេលាយទឹកឃ្មុំទឹកដោះស្រស់ស្ករក្រាមស្ករអីឆ្ងាញ់ណាឈ្ងុយឯងខ្ញុំចេះធ្វើយើងមិនដែលបានធ្វើអីធំទេឥឡូវតោះខ្ញុំចេះធ្វើអាមធុបាយយ៉ាហ្នឹងខ្ញុំធ្វើជប់លៀងប្រជាជនមកភូមិយើងឲ្យគាត់ហូបម្ដងទៅឯងណាណែមកភូមិអស់ច្រើនណាស់ណាហីប្រជាជនពេញភូមិហីអាចគ្មានទ្រព្យសម្បត្តិឯណាអង្គណាឲ្យស៊ីមកភូមិទេមិនបាច់ទេកុំអស់នាំអស់ទ្រព្យឥឡូវចេះទៅឯងចាំខ្ញុំដាំឲ្យប្រជាជនមកផ្លូវផ្ទះជាមួយយើងនឹងហូបជុំគ្នាម្ដងហើយឯងឲ្យសុបាយហេមកផ្លូវអីនេះនាំអស់អង្គអស់លុយអស់កាក់កុំធ្វើដូចខ្មោចឪកុំធ្វើដូចខ្មោចតាបង្ហាញទ្រព្យធ្វើបន់ធ្វើទៀនដាំបាយគេស៊ីខាត់ទេអញមិនចូលចិត្តទេកុំអីណាឥឡូវចេះទៅបើណាឯងកំណាញ់ដល់ថ្នាក់ហ្នឹងឥឡូវដាំបាយតែមួយឆ្នាំហូបទៅមកផ្ទះយើងហ្នឹងទៅត្មងក៏បានដែរចាំខ្ញុំធ្វើមិនទេមកផ្ទះស្អីបើអញឃ្លានតែម្នាក់អញចាំបាច់ធ្វើមកផ្ទះនាំតែអស់អង្គហើយបើអញ្ចឹងធ្វើអញ្ចេះទៅបើណាឯងមកផ្ទះក៏មិនព្រមមួយឆ្នាំក៏ព្រមឥឡូវចាំខ្ញុំដាំតម្រូវតែ2នាក់ឯងហើយខ្ញុំទៅចុះនិយាយពេលឯងហ្នឹងមានអ្នកឃ្លានទេណាឃ្លានដែរអញតាអញ្ចឹងខ្ញុំដាំឲ្យតែឯងម្នាក់ឯងក៏បានដែរខ្ញុំអត់ទៅហេពេលឯងចង់ដាំហ្នឹងហ៎អត់បានទេអាហ្នឹងឈ្ងុយណាក្លិនវាតែឈ្ងុយដល់ផ្ទះគេមកហើយតែគេមកគេសុំអស់ឥឡូវខ្ញុំមិនដាំហ្នឹងឯងវិញឲ្យខ្ញុំមកដាក់អង្គប៉ណេះមកហើយស្ករពៅតិចទឹកឃ្មុំតិចស្ករក្រាមតិចសាប៉េតិចមកទុកខ្ញុំដាក់ឆ្នាំងមួយកបាត់មួយមកខ្ញុំទៅដាំក្នុងព្រៃហូបម្នាក់ឯងកុំឲ្យធំក្លិនលើគេដល់ពេលដើរទៅព្រៃវិចប្រវិចនឹងយកទៅរុកក្នុងព្រៃមើលមានកន្លែងមានស្រះទឹកមួយនឹកថាតនេះកន្លែងគួសមអញមានណាឃើញទេស្ងាត់ល្អណាស់មានស្រះទឹកទៀតស្កាព្រៃដាំបាយទៅនឹងសិនញោមមកឪពុកគាត់ជាបញ្ចសិខទេវបុត្រជីតាគាត់ជានាតល័យទេវបុត្រជាទេវបុត្រមិនមែន4 5អង្គញោម5អង្គទេវបុត្រ5អង្គតាំងពីនាតល័យទេវបុត្រតាំងពីណែវិសកម្មទេវបុត្រហើយនឹងប្រអិនជាជីតាទួតនោះជំនុំគ្នាណែគ្នាយើងកាលយើងកើតនៅជាមនុស្សយើងតែងតែបំពេញកាតព្វកិច្ចជាមនុស្ស
ធ្វើបន់ធ្វើសិលធ្វើទានហើយពួកយើងកើតជាមនុស្សទេវតាជាសេដ្ឋីរាល់ជាតិបើយើងកើតជាទេវតាហើយចុះពីទេវតាយើងទៅកើតជាមនុស្សជាសេដ្ឋីទៀតយើងតែងតែធ្វើសេចក្តីល្អមានសិលមានទានព្រោះថាស្រុកមនុស្សគឺកន្លែងដែលគេកសាងបន់ឥឡូវយើងមានកូនមួយនេះខូចពូជឯងកូនយើងចៅយើងមួយនេះខូចទៅទេគាត់រិះថាមិនហ៊ានធ្វើបន់សន្តានទេទីបំផុតគាត់នឹងស្លាប់គាត់នឹងទៅនរកប្រែតឯទ្រព្យនោះនឹងបាត់ខ្ចាត់ខ្ចាយហាន់ហោចពូយើងត្រឹមប៉ុណ្ណឹងដូច្នេះអត់មានកូនណាស្នងតំណែងសិទ្ធិអីល្អទៀតទេមុខទៅសាបអាលាទៅខូចពូជខូចបោយើងអីកុំថាឡើយគាត់បានមកកើតជាទេវតាជាមនុស្សតែខ្លួនគាត់នឹងមិនបានចាយទ្រព្យហើយមុខទៅនរកប្រែតទ្រព្យនឹងមុខទៅដៃអ្នកដតីអស់ហើយខ្ចាត់ខ្ចាយហើយបើអញ្ចឹងយើងគួរតែនាំគ្នាទៅជួយបំភ្លឺកូនយើងម្ដងចៅយើងម្ដងតោះទេវបុត្រទាំង5អង្គចុះមកតែមកខ្ញុំសិតតែជាដូនជីតាពីមុនមកដល់គេលេងលបែងឆាកលខោនមកដល់ប្រអិនគេធ្វើមកមុនគេឲ្យអ្នកទាំង4នៅចាំសិនប្រអិនមកព្រះកលាធ្វើអ្នកវែងផ្លូវដើររុកព្រៃព្រែកប្រោកមកនរណាគេនៅខាងមុខនឹងជួយប្រាប់ខ្ញុំផងអូលោកខ្ញុំវែងផ្លូវលោកអើយផ្លូវណាទៅក្រុងពារាណសីនោះផ្លូវនោះទៅពារាណសីកុំដើរមកហ្នឹងអីលោកផ្លូវណាទៅពារាណសីថាផ្លូវឯណោះកុំដើរមកហ្នឹងអីអាមាត់ចេះតែសួរទៅអាជើងចេះតែឈានជើងចូលមកខ្ញុំវែងផ្លូវតាលោកខ្ញុំចង់សួរបន្តិចថាផ្លូវទៅពារាណសីតាមណាថាទៅឯណោះកុំឲ្យដើរមកហ្នឹងឯងធ្វើស្អីនោះដាំបាយអូប្រហែលជាលោកដាំបាយធ្វើបន់ធ្វើទៀនឬក៏ដាក់ចង្ហាន់ប្រសង់អីហើយយ៉ាងជូនដល់អ្នកកំសត់ទុរគតអីហើយមើលទៅខ្ញុំនេះវាអ្នកកំសត់ទុរគតស្រាប់ខ្ញុំនឹងអង្គុយចាំគេលោកបានចំណែកអីខ្លះបានបរិភោគណែអញដាំស៊ីម្នាក់អញទេអញគ្មានឲ្យពីណាទេទៅណាទៅអញមកទេលោកកើតជាមនុស្សនេះអាស្រ័យមានបនចាស់មកជួយហើយបើសិនជាលោកអត់បានធ្វើបនទេលោកនឹងលែងបានកើតជាមនុស្សលែងមានទ្រព្យសម្បត្តិអញ្ចឹងទៀតទេណាចឹងហើយអញប្លង់អង្គុយស្ងៀមកុំអត់ចាំអញឲ្យម៉ាត់អាឡៃទៅដាំបាយបន្តទៀតមកម្នាក់ទៀតទៅញោមរកព្រៃមកពីនោះមកម្ដងទេខាងតាខ្លួនឯងមួយមកទៀតណាអង្គមកលោកអើយលោកជំរាបសួរខ្ញុំវិញផ្លូវហើយសុំសួរបន្តិចហើយវិញមិនទៀតហើយរកទីក្រុងពារាណសីមិនឃើញទេលោកអើយផ្លូវណាទៅពារាណសីហេកុំដើរមកហ្នឹងទៅដើរទៅនោះទៅផ្លូវនោះថាម៉េចលោកថាម៉េចថាទៅឯនោះដើរមកថាម៉េចលោកថាអាតំឡងទៅឯនោះប្រាប់ឲ្យតែមិនលឺទៅឯនោះអាមាត់ទៅសួរជើងយកទៅដើរមកឃើញដាំឲ្យហាគេដាំបាយតាអូកំពុងតែឃ្លានផងតំណងតែដាំបាយនឹងហើយបានដាក់ទៀនដល់មនុស្សកំសត់ទុរគតអីខ្ញុំនេះកំពុងតែដាច់បាយអង្គុយចាំដែរឃើញបានហូបណែទៅឯណាទៅអញដាំមកស៊ីទេស៊ីម្នាក់អញទេទៅអញមកស៊ីទេលោកកាយលោកដើរភ័យដើរព្រៃដើរអីមានអាសន្នកើតជាមនុស្សអញ្ចឹងពេលមានភ័យមានអាសន្នយើងអាចជួយគ្នាបានកុំកំណាញ់អីបានអីចែកគ្នាហូបទៅពេលយើងមានភ័យមានអាសន្នមានគេជួយតែយើងកំណាញ់ពេកគ្មានណាជួយទេឈឺអីមានទុកអីងាប់ម្នាក់ឯងអញកុំទេសនាវិញអញធុញអង្គុយចាប់ឲ្យម៉ាត់មកម្នាក់ទៀតមករកមកទៀតលោកអើយលោកវិញផ្លូវឲ្យសំសួរបន្តិចផ្លូវណាទៅពីរៀនអស័យចាអញឆ្ងល់ថាគិតឲ្យផុតពីមនុស្សមិនហ្នឹងមកជុំតែមនុស្សទេហើយសិតតែវែងផ្លូវមួយមកសិតតែវែងផ្លូវទៅឯណាទៅទេមកសួរទៅហ្នឹងមកអាឡៃទៅសួរដើរមកបដាមកដោះមួយទៀតលោកដាំបាយអីដាក់ចង្ហាន់លោកឬក៏ធ្វើបន់ធ្វើទៀនអីហ៎ខ្ញុំកំពុងអត់បាយកំពុងឃ្លានផងខ្ញុំសុំហូបដែរណែទៅចេញឲ្យផុតទៅណាទៅកុំមកចេះចាត់ចែងអីអញដាំស៊ីតែម្នាក់អញលោកកាយលោកដែលលោកបានកើតជាមនុស្សអាស្រ័យបន់ណាលោកហើយបើលោកកំណាញ់រិះថាអញ្ចឹងណាលោកអត់បានកើតជាមនុស្សទៀតទេហើយលោកមានភ័យអាសន្នក៏គេមិនជួយដែរអញធុញអញប្លង់តែស្ងៀមមកកុំទេច្រើនពេកអញឲ្យចាំអញឲ្យម៉ាត់ទាំង5យកមកសិតទាំងវែងផ្លូវមកដល់15ទេវបុត្រមកខ្លែងសិតជាដូនជាតាឯងឲ្យខ្លួនឯងមកក៏ខ្លែងជាងគេហ្មងមកដល់ពេលអង្គុយចាំអញ្ចឹងទៅរឿងស្តៀងគ្នាហ្នឹងប៉ះដល់គ្រប់ទាំង5មកសេដ្ឋីនេះអង្គុយលូមកអញឲ្យអញថាវិច្ចប្រវិច្ចយកមកដាំបាយឲ្យឆ្ងាយឲ្យផុតពីមនុស្សទៅមកមនុស្សឲ្យវងមកសុទ្ធតែអ្នកវែងផ្លូវទៅណាទៅវិញមកទៅចំអញមកធុញលើកបាយឆ្អិនណាឯដល់លឺឆ្អិនហើយមកចែកខ្ញុំផងឈប់ឆ្អិនហើយឈប់ឯដាក់ដៃមកអញរបស់អញឡើយបេះស្លឹកសកែមកបេះស្លឹកសកែនេះបេះស្លឹកសកែពួកទេវតានឹងលេងសើចនិមិត្តផងញោមលុកដៃទៅព្រៃហើយមកពៀនបេះហើយប៉បតម្លាក់មកប៉ុនជាងអេព្រោះងាប់ហើយស្លឹកសកែប៉ុនជាងអេពីបាយដាក់មិនគ្រាន់ទេអញមកឲ្យទេស្លឹកសកែធំណាអញមកទេណែមិនថាឲ្យគេឥឡូវលេងឲ្យមិននិយាយត្រឡប់ទៅមិនឥឡូវយកស្លឹកគីវិញស្លឹកគីឲ្យស្លឹកគីហ៎លុកទៅស្លឹកគីវាទៅជាងសកែបន្តិចទេវតានឹងលេងសើចទៀតលុកទៅព្រៃហើយមកពៀនលើឲ្យតម្លាក់មកព្រោះប៉ុនក្រែក្តាងងឿ
ព្រោះសិតលកគីប៉ុនក្រែងាប់អញហើយទៅលកគីអីធំជាងស្លឹកស្កែទៀតអញមកឲ្យទេហេថាឲ្យគេហើយគេខំអង្គុយចាំឲ្យថាមិនឲ្យមិនពិបាកឥឡូវបេះឲ្យហ្មងចាប់បិចអាបាយហ្នឹងបិចត្រង់តែមកទាំងអស់ញោមមួយឆ្នាំហ្នឹងបិចទៅត្រង់តែមកទាំងអស់បិចឲ្យបន្តិចមកត្រង់តែមកអាដុំធំបិចឲ្យបន្តិចមកឲ្យចាប់ដាក់បន្តិចម្នាក់អញ្ចឹងទៅបិចមកទៀតបិចឲ្យចង់ដាច់ទីត្រង់តែមកទាំងអស់ទៀតបិចតម្រង់តែដាច់បានម្ដុំចែកឲ្យអញ្ចឹងទៅបានម្ដុំម្នាក់ហើយគេរៀបហូបគេអង្គុយមើលសេដ្ឋីហ្នឹងក៏រៀបហូបដែរគេអង្គុយជួយអញ្ចឹងគេថារៀបបាយហូបអញ្ចឹងដាក់មកអង្គុយជួយរៀបហូបអាពុកខ្លួនឯងប្រែកាឡាវឹងប្រែទៅជាសត្វឆ្កែញោមព្រះចាត់ឆ្កែបោលរះព្រៃពីនោះមកលើកជើងនោមដាក់ព្រៃទាំងហើយមកដល់អញ្ចឹងទៅពួកទេវតាដតីហ្នឹងគេយកដៃបាំងបាយកុំឲ្យទឹកនោមឆ្កែបាញ់ដាក់ហើយសេដ្ឋីហ្នឹងបាំងគេដែរហើយឆ្កែហ្នឹងនោមឲ្យត្រង់ភ្លឹងពីលើខ្នងដៃសេដ្ឋីហ្នឹងឈ្វហុកបលយកតបានស៊ីបាយផងឆ្កែពីណាមកនោមដាក់ដៃអញខឹងហ្មងផ្លាក់ដៃអស់លេងឆ្កែពីណាមកនោមដាក់ដៃតមកស៊ីម៉ាត់ផងលើកអាឆ្នាំងហ្នឹងដាក់ក្បែរមាត់ទឹកទៅលាងដៃសិនងាកមកមើលអញផងណាចូលលាងដៃផ្លែទៅណាអាឡ័យទៅលាងដៃទៅកុំឲ្យវាធំឆ្កែហ្នឹងងាកមើលបដាអីបដាស្រាប់តែឆ្កែនោះត្រឡប់មកវិញពំឆ្នាំងបាយរត់វឹងទៅមកនឹងទ្រាំទឹកព្រមជួយផងឆ្កែពំឆ្នាំងទៅហើយលោកឆ្កែពំឆ្នាំងទៅហើយទាញពនងមួយដេញវាយឆ្កែរត់កាត់ព្រៃទៅមកដេញរត់ឡើងបែកញើសអាឆ្កែហ្នឹងចេះតែធ្វើបោលឲ្យដេញអញ្ចឹងទៅពំឆ្នាំងបាយមិនព្រមតលាក់ទេពំដល់មើលទៅថាសេដ្ឋីនឹងហត់មែនតើងាកត្រឡប់មកវិញព្រិចខ្លួនឡើងប្រព័ន្ធសេះរីធំឡើងសេដ្ឋីឃើញឆ្កែប្រព័ន្ធសេះទម្លាក់ភ្នំចោះរត់មករបងលោកជួយផងឆ្កែធំណាស់ស្រាប់តែមកដល់មនុស្ស4នាក់ទៀតនេះគេមិនអង្គុយដៃគេដាច់ឡើងលើមេឃដាច់សំឡើងផុតព្រៃហាហើយពួកឯងជាស្អីគេហ่ะពួកឯងស្អីគេអត់ជួយខ្ញុំទេហោះទៅអស់ហើយពួកឯងស្អីគេបានគេនាំនេះសោចទៅហឹងពេញព្រៃបានឪខ្លួនឯងជាសត្វឆ្កែនឹងប្រាប់ថាណែកូនឪពុក